Hello សួស្តីក៏ដូចជាស្វាគមន៍ទៅកាន់ប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះដែរយើងក៏មកបន្តនៅភាគទី19នៃរឿងកម្ពុជាអ្នកប្រយុទ្ធគ្មានគូប្រៀបកំពុងជួយសាប់ឲ្យ admin ម្នាក់មួយផងសេចក្តីរឿងក៏បានចាប់ដើមចៅហ្វាំងកំពុងតែដេញនៅចចកមួយក្រុមហើយមិនដឹងថាគេដេញចចកទាំងនេះដើម្បីអ្វីនោះទេបន្ទាប់មកចៅហ្វាំងក៏បានប្រើនៅធម្មពលរបស់គេកំចាត់នៅចចកទាំងអស់ក៏បានធ្វើឲ្យចចកទាំងអស់ស្លាប់អស់ទៅនៅពេលដែលក្រុមចចកទាំងអស់បានស្លាប់ចៅហ្វាំងក៏បានហៅនៅតបស្រមោចរបស់គេចេញមកហើយយើងក៏បានឃើញថាក្បួនរបស់គេពិតជាកំណងខ្លាំងមែនទែនតែតឹងជាមួយនឹងក្រុមចចកមួយនេះពួកវាក៏បានធ្វើអាក្រក់នៅក្នុងព្រៃមួយនេះពេញមួយថ្ងៃទៅហើយដូច្នេះហើយចៅហ្វាំងក៏ត្រូវតែកំចាត់នៅចចកទាំងអស់នៅពេលនោះដែរចៅហ្វាំងក៏បានប្រើនៅតបស្រមោចរបស់គេដាក់ការវាយប្រហារទៅលើចចកទាំងនោះនៅពេលដែលសត្វចចកនោះត្រូវស្រមោចខំពួកវាគេធ្វើអ្វីមិនបាននោះទេហើយវាក៏បានត្រូវនៅតបស្រមោចទាំងអស់ខំចចកទាំងនោះឲ្យស្លាប់អស់ទៅក៏ប៉ុន្តែនៅពេលដែលចចកនោះបានស្លាប់រាងកាយវាក៏បានคล้ายជាត្បូងវិតាមីនចំនួន6គ្រាប់ឃើញបែបនេះចៅហ្វាំងក៏បានប្រមូលនៅត្បូងទាំងនោះបន្ទាប់ពីប្រមូលនៅត្បូងវិតាមីនអស់ហើយ system ក៏បានលុតចេញមកអបទៅកាន់ចៅហ្វាំងដែលចៅហ្វាំងក៏បានកំចាត់នៅចចកព្រៃទាំងនោះដែលមានកម្រិតទី3ដូច្នេះហើយកងទ័ពស្រមោចទាំងអស់ឈានដល់កម្រិតទី3ហើយពួកវាក៏បានវិវត្តខ្លួនទៅជាស្រមោចហោះដែលមានស្លាប់ទៀតផងនៅពេលនេះកងទ័ពស្រមោចហោះរបស់ចៅហ្វាំងពិតជាមានច្រើនខ្លាំងមែនទែនហើយចៅហ្វាំងគឺមិននឹកស្មានថាស្រមោចទាំងអស់នេះអាចវិវត្តខ្លួនបានទៅជាបែបនេះនោះទេវាគឺជារឿងមួយដែលកម្រនឹងបានជួបហើយកងទ័ពស្រមោចទាំងអស់នេះវាអាចជួយដល់ប្រជាជនទាំងអស់បានទៀតផងនៅក្នុងឱកាសមួយនេះចៅហ្វាំងអាចឈានដល់អាណាចក្រនៃស្ដេចបាច់គុណបាននៅឆាប់នេះលើបែបនេះឆ្មាសៃនាងក៏បាននិយាយឌឺដងទៅកាន់ចៅហ្វាំងក៏បានថាឲ្យចៅហ្វាំងនឹងក៏មានមោទនភាពពេកប្រយ័ត្នថ្ងៃណាមួយសត្វតោក្បាល3នឹងលេចចេញមកសាជាថ្មីម្ដងទៀតគ្រាន់តែលើបែបនេះចៅហ្វាំងក៏បាននិយាយអួតបដ ாய் ត្រឹមជាតោក្បាល3មួយក្បាលសោះវាប្រៀបដូចជាដុំដីមួយដុំដែលនៅពីមុខចៅហ្វាំងហើយរឿងទាំងអស់នេះវាពិតជាចម្លែកខ្លាំងមែនទែនមុននេះបន្តិចចៅហ្វាំងក៏បានឃើញនៅសត្វព្រៃជាច្រើនហើយអ្វីនៅពេលនេះសត្វចម្លែកគឺមានតែជាងមុនអញ្ចឹងនៅពេលនោះដែរចៅហ្វាំងកំពុងតែឆ្ងល់នៅរឿងទាំងអស់នេះក៏មាននៅកងទ័ពស្រមោចមួយក្បាលវាក៏បានហើរហាក់បីដូចជាត្រូវពលនឹងអ្វីម្យ៉ាងហើយស្រមោចមួយក្បាលនោះក៏បានធ្លាក់មកដល់ដីឆ្មាស្នេហ៍នេះឃើញបែបនេះពិតជាឆ្ងល់ខ្លាំងមែនទែនតែមានរឿងអ្វីកើតឡើងចំពោះស្រមោចមួយក្បាលនេះហើយចៅហ្វាំងក៏បានពិនិត្យទៅលើនឹងសាកសពស្រមោចមួយក្បាលនោះរូគេគឺមិនអាចបានស្មានដឹងនោះទេបានត្រឹមដឹងថាភាពរឹងមាំនៃស្រមោចមួយនេះវាមិនងាយនឹងស្លាប់ដោយសារខ្យល់បក់នោះឡើយនៅពេលនោះដែរដួងព្រលឹងរបស់ស្រមោចនោះក៏បានហោះទៅទីកន្លែងមួយឃើញបែបនេះអ្នកទាំងពីរក៏បានធ្វើដំណើរទៅតាមដួងព្រលឹងមួយនោះលុះធ្វើដំណើរមួយសន្ទុះក្រោយមកពួកគេក៏បានធ្វើដំណើរមកដល់ទីកន្លែងនោះនៅពេលដែលចៅហ្វាំងក៏លេចទៅមើលនៅខាងមុខរូគេបែរជាភ្ញាក់ផ្អើលខ្លាំងមែនទែនចំពោះបរិវេណនៅម្ដុំនេះពោពេញទៅដោយផ្សែងអាប់ជាច្រើនក៏លេចទៅមើលដើមឈើហើយនឹងរុក្ខជាតិទាំងអស់គឺគ្មានរុក្ខជាតិមួយណាអាចរស់បាននោះទេហើយអ្នកទាំងពីរក៏បានធ្វើដំណើរទៅមុខបន្តទៀតនៅពេលនោះដែរចៅហ្វាំងក៏បានយកដីទីនោះមកពិនិត្យមើលក៏បានដឹងថាដីនៅទីនេះគឺគ្មានជាតិទឹកនោះទេហើយវាកំពុងតែរាលដាលនៅខាងក្រៅម្ដងបន្តិចឆ្មាស្នេហ៍នេះក៏បាននិយាយថាគឺមូលហេតុមកពីនៅតំបន់នេះពោពេញទៅដោយសត្វចម្លែកជាច្រើនហើយវាហាក់បីដូចជាមាននរណាម្នាក់កំពុងតែធ្វើរឿងមិនល្អនៅទីនេះនៅពេលដែលអ្នកទាំងពីរឈរនិយាយគ្នាពួកគេក៏បានប្រទះឃើញនៅមនុស្សមួយក្រុមកំពុងតែដឹកនាំនៅរទេះសេះមួយហើយក្នុងរទេះសេះមួយនោះក៏មាននៅមនុស្សម្នាក់ដែលពួកគេកំពុងតែឃុំឃាំងឃើញបែបនេះអ្នកទាំងពីរក៏បានលាក់ខ្លួនចាំមើលដើម្បីដឹងថាតើពួកគេគឺជាអ្នកណានៅពេលនោះដែរពួកគេក៏បានដឹងថាក៏មាននៅក្មេងស្រីម្នាក់ដែលត្រូវមនុស្សទាំងនោះចាប់ឃុំឃាំងក៏លេចទៅមើលគោកដែលនៅលើរទេះនោះវិញក៏មាននៅធម្មពលវិតាមីនដែលបានការពារមនុស្សមួយក្រុមនោះក៏បាននិយាយតែទៅនឹងការបូជាលើកនេះលោកម្ចាស់មូប្រកាសជាពេញចិត្តជាក់ជាមិនខានតែទៅជាមួយនឹងអាកាសធាតុនៅក្នុងតំបន់នេះវាពិតជាស័ក្តិសមចំពោះការបង្កើតពិធីដែលពួកគេបានរៀបចំហើយពួកគេមិនដឹងថាពួកគេអាចដាស់នៅបិសាចឆ្អឹងបានដល់ជោគជ័យទេនៅពេលនេះហើយពួកគេកំពុងតែរងចាំនៅបិសាចឆ្អឹងត្រឡប់មកពិភពលោកវិញហើយមនុស្សរាប់ម៉ឺននាក់ត្រូវបានគ្រប់គ្រងដោយត្រកូលមូលរបស់ពួកគេសម្រាប់ត្រកូលមូលគឺជាកុសសម្ព័ន្ធនៃបិសាចឆ្អឹងលើបែបនេះចៅហ្វាំងក៏បានដឹងថាមនុស្សទាំងនេះច្បាស់ជាមានគម្រោងដ៏សំខាន់មួយនៅទីនេះខណៈពេលនោះដែល system ក៏បានលូតមកក៏បានឲ្យចៅហ្វាំងធ្វើនៅបេសកកម្មមួយសម្រាប់បេសកកម្មមួយនេះគឺមានឈ្មោះថា S3 ដើម admin មិនដឹងថាម៉េចទេ S3 ដើមនឹងហើយបេសកកម្មមួយនេះតម្រូវឲ្យចៅហ្វាំងនឹងជួយសង្គ្រោះនៅមនុស្សម្នាក់ដែលមានឈ្មោះថាណាងកុងលីងសម្រាប់បេសកកម្មមួយនេះវាពិតជាមានហានិភ័យណាស់ក៏ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ជាច្រើនដែរដូច្នេះហើយនៅក្នុងនាមជាកូនច្បងនៃគ្រួសារចៅហ្វាំងនឹងប្រថុយធ្វើរឿងមួយនេះចៅហ្វាំងក៏បានចុចប៊ីតុងមួយដើម្បីទទួលធ្វើបេសកកម្មមួយនេះឃើញបែបនេះឆ្មាស្នេហ៍នេះក៏បាននិយាយថារូគេពិតជាការសរសើរនៅភាពក្លាហានរបស់ចៅហ្វាំងពិតមែនតើចៅហ្វាំងត្រូវធ្វើដូចម្តេចដើម្បីបញ្ចប់នៅបេសកកម្មមួយនេះហើយគេក៏បានថាចៅហ្វាំងនឹងធ្វើបេសកកម្មមួយនេះដើម្បីស្រីស្អាតម្នាក់នោះទេដឹងលើបែបនេះចៅហ្វាំងមិនសប្បាយចិត្តជាមួយឯណាក៏បានដាក់ឆ្មាស្នេហ៍នេះមួយដៃប៉ាងទៅបាត់ទៅក៏លេចបើមើលស្រីដែលជាប់នៅក្នុងទ្រង់វេទ
មុននេះវិញនាងមិនអាចអង្គុយទីនេះរងចាំសេចក្តីស្លាប់នោះទេគួរណារកវិធីមួយដើម្បីឲ្យអ្នកណាម្នាក់មកជួយគេហើយទោះបីជាគេខំយ៉ាងណាក៏ដោយក៏មិនអាចបំបែកនៅត្រង់វេទមន្តមួយនេះបានដែរបរិសម្នាក់នោះក៏បាននិយាយថាត្រង់វេទមន្តមួយនេះគឺវាអាចបិទបាំងអំណាចខាងវិញ្ញាណដូច្នេះហើយនាងមិនអាចគេចផុតបានឡើយនៅពេលនោះដែរចៅហ្វាំងក៏បានចេញមកថែមទាំងកាត់ដៅរបស់គេមកទៀតផងចៅហ្វាំងគេមិននិយាយច្រើននោះទេមកដល់ភ្លាមក៏បានប្រើនៅស្នៀតដៅរបស់គេភ្លាមតាក់សម្ដៅទៅមនុស្សមួយក្រុមនោះមួយដៅធ្វើឲ្យពួកគេខ្ទាតចេញពីគ្នារួមទាំងសត្វផ្សេងផងដែរក៏លេចមកមើលចៅហ្វាំងឯនេះវិញគេក៏បានបីស្រីស្អាតម្នាក់នោះធ្វើមិនដឹងហើយមនុស្សស្រីម្នាក់នោះពិតជាឆ្ងល់ខ្លាំងមែនទែនតើចៅហ្វាំងគឺជាអ្នកណាហើយមកជួយសង្គ្រោះគេដើម្បីអ្វីដែរហើយមនុស្សមួយក្រុមនោះពិតជាខឹងទៅកាន់ចៅហ្វាំងពិតមែនដែលចៅហ្វាំងមកជ្រៀតជ្រែកនៅរឿងរបស់គេព្រោះទាំង3នាក់នោះក៏បានប្រើនៅស្នៀតដៅរបស់គេសម្រាប់ខ្លួនហោះសម្ដៅមកកាន់ចៅហ្វាំងឃើញបែបនេះស្រីស្អាតម្នាក់នោះក៏បានប្រាប់ទៅកាន់ចៅហ្វាំងលោកគួរណាតែប្រុងប្រយ័ត្នជាមួយនឹងស្នៀតរបស់គេនេះផងសម្រាប់ប្រជាជននៅក្នុងសម្ព័ន្ធមូពួកគេគឺមានជំនាញចម្លែកហើយចៅហ្វាំងគេមិនខ្លាចនោះទេគេក៏បានបញ្ចេញនៃក្បួននៃទ័ពស្រមោចគេចេញមកហើយគេក៏បានបញ្ជាស្រមោចទាំងអស់ទប់ទល់មនុស្សចម្លែកទាំង3នាក់ហើយមនុស្សទាំង3នាក់នោះគ្មានគីឡូជាមួយនឹងទ័ពស្រមោចរបស់ចៅហ្វាំងនោះទេក៏បានត្រូវកងទ័ពស្រមោចរបស់ចៅហ្វាំងខំពួកគេឲ្យស្លាប់ម្ដងម្នាក់ទៅឃើញបែបនេះមនុស្សស្រីម្នាក់នោះក៏បានសរសើរទៅកាន់ក្បាច់គុណរបស់ចៅហ្វាំងវាពិតជាអស្ចារ្យណាស់ហើយគេមិននឹកស្មានថាចៅហ្វាំងអាចជួយគេបាននោះទេបានស្រីស្អាត3ប៉ុណ្ណេះចៅហ្វាំងគឺមិនចង់ទម្លាក់គេចោះនោះឡើយចរិតបែបនេះមិនដឹងកាត់តាមអ្នកណានោះទេនាងក៏បានអរគុណហើយនឹងណែនាំខ្លួនទៅកាន់ចៅហ្វាំងគេគឺមានឈ្មោះថានាងលីងអរគុណទៅកាន់ចៅហ្វាំងដែលបានជួយសង្គ្រោះជីវិតរបស់គេហើយចៅហ្វាំងពិតជាឆ្ងល់ខ្លាំងមែនទែនតើក៏សម្ព័ន្ធមូចាប់នាងទៅដើម្បីអ្វីដែរនាងក៏បានប្រាប់រឿងរ៉ាវទាំងអស់ទៅកាន់ចៅហ្វាំងមនុស្សទាំងនោះក៏បានចាប់នាងមកដើម្បីបូជានៅចលងភ្នំបិសាចមួយនេះហើយពួកគេក៏មានបំណងដោះលែងបិសាចបុរាណមួយដែលបានត្រូវឃុំឃាំងនៅលើភ្នំបិសាចមួយនោះនៅពេលដែលបិសាចមួយនេះត្រូវបានដោះលែងច្បាស់ណាស់នៅក្នុងទឹកដីលីយ៉ាងមួយនេះនឹងរងទុក្ខវេទនាជាក់ជាមិនខានហើយគេក៏បានសុំអង្វរទៅកាន់ចៅហ្វាំងឲ្យចៅហ្វាំងជួយរូបគេបន្ទាប់ពីចៅហ្វាំងជួយសង្គ្រោះនៅនាងកងលីងបានសម្រេចហើយគេក៏បានទទួលនៅពិន្ទុជាច្រើនសម្រាប់បេសកកម្មនៃដំណាក់កាលទី2របស់គេនោះគឺបញ្ចប់បិសាចបុរាណធូសិនហើយបើសិនជាចៅហ្វាំងធ្វើបេសកកម្មមួយនេះបរាជ័យកម្រិតរបស់ចៅហ្វាំងត្រូវបានកំណត់ត្រាឡើងវិញនៅចំណុច0នៅពេលនោះចៅហ្វាំងក៏បានគិតបន្តិចគេក៏បានដឹងថាបេសកកម្មមួយនេះវាពិតជាមិនស័ក្តិសមនោះទេនៅពេលនោះដែរឆ្មាត់ស្នេហ៍នេះក៏បាននិយាយថាអ្វីដែរនឹងត្រូវបានហេតុអ្វីចៅហ្វាំងបោះបង់អញ្ចឹងខណៈពេលនោះដែរនាងលីនក៏បាននិយាយថាបើសិនបិសាចមួយនេះកើតឡើងសាជាថ្មីម្ដងទៀតច្បាស់ណាស់នៅក្នុងទឹកដីលីយ៉ាងទាំងមូលវាទទួលនៅគ្រោះមហន្តរាយដ៏ធំមួយឬគេនឹងសង្ឃឹមថាចៅហ្វាំងធ្វើការមួយនេះដើម្បីប្រជាជនទាំងអស់នៃពិភពលោកហើយនាងក៏បានសុំអង្វរទៅកាន់ចៅហ្វាំងផងដែរគ្រាន់តែលើបែបនេះចៅហ្វាំងក៏បានរត់ទៅភ្លាមហើយក៏បានចាប់ដៃនាងផ្លែតនិយាយទៅកាន់នាងលីនថារូបនាងមិនបាច់បារម្ភនោះទេនៅក្នុងការកម្ចាត់បិសាចនិងការពារប្រជាជនទាំងមូលវាគឺជាកាតព្វកិច្ចរបស់អ្នកចម្បាំងដូចជាគេបើសិនជានាងត្រូវការជំនួយសូមនាងប្រាប់ខ្ញុំមកចុះសម្ដីនេះហើយគឺជាសម្ដីរបស់វីរៈបុរសជីសេះសក៏ដែលលើចៅហ្វាំងនិយាយបែបនេះភ្លាមឆ្មាស្នេហ៍នេះក៏បានចំណែនផ្លែតមិននឹកស្មានថាចៅហ្វាំងអាចនិយាយពាក្យទាំងអស់នេះចេញមកបាននោះទេនាងលីនក៏បាននិយាយតាក់ទងជាមួយនឹងកងទ័ពរបស់លីយ៉ាងពួកគេកំពុងតែឈរជើងនៅខាងក្រៅជាអកុសលពិតមែនគេក៏បានត្រូវរបួសយ៉ាងធ្ងន់ដូច្នេះហើយគេមិនអាចធ្វើដំណើរទៅវិញបាននោះទេហើយគេក៏បានសង្ឃឹមថាចៅហ្វាំងអាចបញ្ជូនគេទៅកងទ័ពវិញតាក់ទងនឹងកងទ័ពទាំងអស់ពួកគេកំពុងតែរួមគ្នាឡោមព័ទ្ធនៅចលងភ្នំបិសាចមួយនេះហើយកន្លែងនេះហើយគឺជាកន្លែងនៃបិសាចបុរាណនៅពេលនោះចៅហ្វាំងក៏បានគិតឃើញបើសិនជាមានកងទ័ពកាន់តែច្រើនយើងអាចបញ្ចប់នៅបេសកកម្មមួយនេះបានយ៉ាងស្រួលដូច្នេះហើយចៅហ្វាំងក៏បានយល់ព្រមជូននាងត្រឡប់ទៅវិញនៅពេលដែលពួកគេកំពុងតែឈរនិយាយគ្នាស្រាប់តែនៅទីនោះក៏មាននៅធម្មពលម្យ៉ាងបានបញ្ចេញមកធម្មពលមួយនេះក៏បានធ្វើឲ្យដីនៅទីនោះឡើងរំជួយមូលហេតុគឺដោយសារបិសាចបុរាណដែលបានត្រូវគេឃុំឃាំងនោះវាកំពុងតែបំបែកត្រាដែលត្រូវគេឃុំឃាំងនោះសម្លឹងទៅកាន់ចលងភ្នំបិសាចមួយនោះយើងក៏បានឃើញបិសាចបុរាណធូសិនវាក៏បានបញ្ចេញនៅរូបរាងរបស់វាចេញមកតែទៅនៅធម្មពលរបស់វាពិតជាមានធម្មពលខ្លាំងពិតមែនដូច្នេះហើយចៅហ្វាំងមិនមានពេលច្រើននោះទេគេគួរណាតែរកវិធីដើម្បីដោះស្រាយលឿនបំផុតចៅហ្វាំងក៏បានសួរទៅកាន់នាងលីនតើពួកគេត្រូវចំណាយពេលប៉ុន្មានដើម្បីចេញពីទីនេះទៅដល់ជំរំនៃកងទ័ពរបស់លីយ៉ាងសម្រាប់ពីទីនេះទៅដល់ជំរំកងទ័ពបើធ្វើដំណើរលឿនបំផុតគឺរយៈពេល3ម៉ោងនិយាយជាក់ស្ដែងជាមួយនឹងស្ថានភាពរបស់គេនៅពេលនេះបើសិនជាគេរងចាំនៅកងទ័ពមកដល់វាច្បាស់ជាបិសាចបុរាណមួយនេះអាចបំបែកនៅត្រាឃុំឃាំងបានជាក់ជាមិនខានដូច្នេះហើយចៅហ្វាំងគួរណាតែរកវិធីដើម្បីទប់ទល់ជាមួយនឹងប្រជាជនមូលគឺជាកុលសម្ព័ន្ធនៃបិសាចឆ្អឹងហើយចៅហ្វាំងក៏បានប្រាប់ទៅនាងលីនថាឲ្យនាងទៅហៅជំនួយឲ្យលឿនបំផុតតាមអ្វី
អ្វីដែលអាចធ្វើបានក៏លេចបើមើលនាងលីនវិញគេមិនអាចធ្វើដំណើរដោយម្នាក់ឯងបាននោះទេនៅតាមផ្លូវគឺមានកុលសម្ព័ន្ធមូលជាច្រើនហើយយល់គេក៏មានរបួសថែមទៀតដូច្នេះហើយបើសិនជាគេទៅម្នាក់ឯងច្បាស់ណាស់កុលសម្ព័ន្ធមូលនឹងចាប់គេវិញដដែលលើដូច្នេះចៅហ្វាំងក៏បានបញ្ចេញនៅថ្នាំមួយពាងហើយនេះគឺជាពាងដែរតែពាងតូចនោះទេចៅហ្វាំងក៏បានប្រកល់ទៅឲ្យនាងហើយថ្នាំមួយនេះវាអាចព្យាបាលរបួសរបស់នាងលីនបានលើពីនេះទៅទៀតពួកគេគឺគ្មានជំរឿសនោះទេបើសិនជាបិសាចឆ្អឹងមួយនេះរួចពីការខំខាំងច្បាស់ណាស់មិត្តភ័ក្តិហើយនិងបងប្អូនរួមទាំងប្រជាជននៅក្នុងលីយ៉ាងទាំងមូលនឹងរងទុក្ខជាមិនខានទោះបីជាស្លាប់ក៏ដោយរូគេត្រូវតែកំចាត់បិសាចមួយនេះតតែបានហើយឆ្មាស្នែងនេះនោះក៏បាននិយាយថាទោះបីសម្ដីចៅហ្វាំងនិយាយពិតឬក៏មិនពិតក៏ដោយវាគ្រាន់ជាងពួកយើងឈើមើលរឿងទាំងអស់នេះសម្រាប់ពេលវេលាគឺមានតិចណាស់ដូច្នេះហើយចៅហ្វាំងក៏ត្រូវតែធ្វើដំណើរទៅចលងភ្នំបិសាចមួយនោះហើយគេក៏បានធ្វើដំណើរចាក់ចេញទៅសាច់រឿងក៏បានកាត់មកនៅក្នុងប្រជាជននៃកុលសម្ព័ន្ធមួយនេះវិញពួកគេកំពុងតែរៀបក្បួននិងធ្វើពិធីដើម្បីដាស់នៅព្រលឹងបិសាចបុរាណមួយនោះហើយក្នុងនោះក៏មាននៅគ្រូសិលម្នាក់ក៏បាននិយាយបន្តិចទៀតនេះបិសាចបុរាណទូសិនបំបែកនៅតារាមួយនេះបានជាក់ជាមិនខានហើយវាអាចឲ្យប្រជាជននៅក្នុងកុលសម្ព័ន្ធមូលរបស់ពួកគេនឹងមានភាពខ្លាំងក្លាជាងមុនគ្រប់គ្រងនៅលើពិភពលោកទាំងមូលហើយគេក៏បានប្រើនៅវេទមន្តបញ្ចូលនៅក្នុងពិធីរបស់គេបន្តទៀតសម្រាប់ប្រជាជននៅក្នុងកុលសម្ព័ន្ធទាំងអស់ពួកគេក៏បានស្រែកហូយ៉ាងខ្លាំងបន្ទាប់មកមនុស្សនៅក្នុងកុលសម្ព័ន្ធទាំងអស់រួមទាំងគ្រូសិលម្នាក់នោះពួកគេក៏បានប្រើនៅធម្មពលវេទមន្តរបស់គេបញ្ចូលទៅក្នុងក្បួនមួយនោះសម្រាប់បិសាចបុរាណទូសិនវាក៏បានភ្ញាក់ឡើងក៏បានបញ្ចេញនៅសម្រែកឡើងពេញទីនោះហើយស្ថិតនៅក្នុងជុំវិញខ្លួនរបស់វាពុពេញទៅដោយច្រវាក់ត្រាខំខាំងជាច្រើនហើយវាក៏បានផ្ដាច់នៅច្រវាក់នៅក្នុងដៃរបស់វាបានជាបណ្ដាហើយចៅហ្វាំងឯណែវិញក៏បានលួចមើលពីចម្ងាយផងដែរក៏បានឃើញថានៅទីនោះពុពេញទៅដោយអ្នកយាមជាច្រើនដូច្នេះហើយវាពិបាកនៅក្នុងការចូលទៅទីនោះហើយចៅហ្វាំងគួរណាតែប្រើនៅវិជាបំបាំងខ្លួននោះទេទើបអាចចូលចិត្តពួកគេបានបន្ទាប់មកចៅហ្វាំងក៏បានបញ្ចេញនៅសន្លឹកយ័ន្តមួយសន្លឹកហើយសន្លឹកយ័ន្តមួយនេះវាធ្វើឲ្យចៅហ្វាំងបំបាំងកាយបានហើយវាក៏មានប្រសិទ្ធភាពតែ3នាទីតែប៉ុណ្ណោះចៅហ្វាំងគឺត្រូវតែខុតខាំងនៅពិធីមួយនេះឲ្យបានលឿនបំផុតតាមអ្វីដែលអាចធ្វើបានហើយចៅហ្វាំងក៏បានសម្រាប់ខ្លួនចូលទៅទីនោះហើយមនុស្សនៅក្នុងកុលសម្ព័ន្ធនោះមើលមិនឃើញចៅហ្វាំងនោះទេហើយគេពិតជាឆ្ងល់ខ្លាំងមែនទែនដូចមានអ្វីហៅកាត់គេអញ្ចឹងហើយចៅហ្វាំងក៏បានធ្វើដំណើរមកដល់គៀកនៅក្បួនមួយនោះហើយគេក៏បានឃើញនៅដុំគ្រីស្តាល់ចំនួន9ហើយដុំគ្រីស្តាល់នេះហើយគឺជាមូលដ្ឋាននៃការបង្កើតពិធីមួយនេះចៅហ្វាំងគឺត្រូវតែបំបែកនៅគ្រីស្តាល់ទាំងអស់ដើម្បីបង្អាក់នៅក្បួនរបស់ពួកគេខណៈពេលនោះដែរបិសាចមួយនោះវាចិត្តបំបែកត្រានៃការខំខាំងបានទៅហើយធម្មពលរបស់វាពិតជាខ្លាំងមែនទែនឃើញបែបនេះចៅហ្វាំងមិនចាំយូរនោះទេគេក៏បានសម្រាប់ខ្លួនឡើងទៅលើបញ្ចេញនៅដៃរបស់គេចេញមកចាក់ទៅលើដុំគ្រីស្តាល់មួយនោះហើយដុំគ្រីស្តាល់មួយនោះវាពិតជាមានភាពរឹងមាំពិតមែនខណៈពេលនោះដែរចៅហ្វាំងក៏បានបំបែកនៅដុំគ្រីស្តាល់មួយដុំក៏បានធ្វើឲ្យពិធីរបស់ពួកគេបានបញ្ឈប់នៅពេលនោះឃើញបែបនេះគ្រូសិលម្នាក់នោះពិតជាឆ្ងល់ខ្លាំងមែនទែនតើមានរឿងអ្វីកើតឡើងបានជាដុំគ្រីស្តាល់មួយនេះបែកអញ្ចឹងបន្ទាប់មកក៏មាននៅបរិម្នាក់ក៏បានរត់មកក្បែរចៅហ្វាំងហើយគេមើលមិនឃើញចៅហ្វាំងនោះទេសម្រាប់វិជាបំបាំងកាយមួយនេះវាពិតជាមានប្រយោជន៍ទៅកាន់ចៅហ្វាំងពិតមែនដូច្នេះហើយចៅហ្វាំងគួរណាតែប្រពេលវេលាដែលពួកគេមើលមិនឃើញធ្វើអ្វីដែលរូគេចង់ធ្វើហើយគេក៏បានដើរលើបទៅមុខទៀតដើរទៅមុខបន្តិចគេក៏បានជន់នៅដុំថ្មមួយដុំពេលនេះចៅហ្វាំងភ័យខ្លួនបដ យគ្រាន់តែលើកបែបនេះគ្រូសិលក៏បានដឹងថាពិតជាមានមនុស្សនៅទីនេះជាក់ជាមិនខានហើយម្នាក់នោះក៏បានដឹងថានៅទីនេះប្រកាសជាមានមនុស្សប្រើនៅវិជាបំបាំងភ្នែកហើយក៏លេចមកមើលចៅហ្វាំងឯនេះវិញការបិទបាំងរាងកាយរបស់គេក៏បានចាត់ដល់ពេលវេលាផងដែរគេក៏បានធ្វើដំណើរចេញពីទីនោះយ៉ាងលឿនមិនទាន់ចេញផុតពីទីនោះណាគ្រូសិលម្នាក់នោះក៏បានប្រើនៅវេទមន្តរបស់គាត់ក៏ធ្វើឲ្យចៅហ្វាំងឡើងប៉ើងហើយនៅពេលនោះដែរវិជាបំបាំងភ្នែករបស់ចៅហ្វាំងក៏អស់ប្រសិទ្ធភាពរាងកាយរបស់គេក៏បានលេចឡើងហើយមនុស្សនៅក្នុងកោសម្ព័ន្ធពួកគេមិនគួរឲ្យជឿថាចៅហ្វាំងអាចបំបាំងនៅភ្នែករបស់ពួកគេបានដូច្នេះហើយពួកគេក៏បានឡោមព័ទ្ធចៅហ្វាំងកុំឲ្យចៅហ្វាំងគេចរួចពីទីនេះក៏លេចមកមើលចៅហ្វាំងគេក៏បានត្រូវរបួសផងដែរគ្រូសិលម្នាក់នោះក៏បាននិយាយថាទោះបីចៅហ្វាំងប្រើវិជាបំបាំងភ្នែកគាត់យ៉ាងណាក៏ដោយក៏គាត់នៅតែរកចៅហ្វាំងតតែឃើញហើយគ្រូសិលម្នាក់នោះក៏បាននិយាយទៅកាន់ចៅហ្វាំងទៀតថានៅក្នុងកោសម្ព័ន្ធនៃបិសាចឆ្អឹងមួយនេះឬគាត់ជាមេសម្ព័ន្ធដែលមានឋានៈធំជាងគេដូច្នេះហើយចៅហ្វាំងគឺត្រូវដឹងថាតើអ្នកណាគឺជាអ្នកទាបនិងអ្នកខ្ពស់តែតឹងជាមួយនឹងធម្មពលវេទមន្តរវាងអ្នកទាំងពីរចៅហ្វាំងគឺខុសឆ្ងាយណាស់រវាងព្រឹត្តិការណ៍ហើយនឹងគេនៅពេលនោះគ្រូសិលម្នាក់នោះក៏បានប្រាប់ទៅកូនចៅរបស់គេឲ្យពួកគេចាប់ចៅហ្វាំងដាក់នៅក្នុងគុកមួយរយៈសិនបន្ទាប់ពីពួកយើងបំបែកនៅត្រាឃុំឃាំងរួចយើងគួរណាតែយកឈាមរបស់គេបូជាឲ្យបិសាចបុរាណនៅពេលនោះដែរគ្រូសិលម្នាក់នោះគាត់ក៏បានប្រើនៅវេទមន្តរបស់គាត់បង្កើតចេញជាត្បូងមួយគ្រាប់ឡើងវិញហើយពិធីរបស់គេក៏បានចាប់ដើមបន្តទៀតហើយចៅហ្វាំងនេះវិញគេមិននឹកស្មានថាគ្រូសិលនៅក្នុងត្រកូលមូលម្នាក់នេះអាចបង្កើតនៅត្បូងវេទមន្តបានឡើងវិញនោះទេដូច្នេះហើយចៅហ្វាំងគួរណាតែរក
វិធីដើម្បីបញ្ឈប់គាត់ហើយចៅហ្វាំងក៏បានបញ្ចេញនៅកងទ័ពស្រមោចរបស់គេចេញមកហើយកងទ័ពស្រមោចទាំងអស់ក៏បានធ្វើការវាយប្រហារទៅលើមនុស្សនៅក្នុងកោះសម្ព័ន្ធទាំងនោះហើយពួកគេមិនអាចទប់ទល់ជាមួយនឹងកងទ័ពរបស់ចៅហ្វាំងបាននោះទេហើយគ្រូសាល់ម្នាក់នេះវិញគាត់មិនខ្វល់នោះទេគាត់កំពុងតែផ្ដោតអារម្មណ៍ទៅលើការបង្កើតត្បូងវេទមន្តឡើងវិញបន្ទាប់មកគាត់នឹងដោះស្រាយជាមួយនឹងចៅហ្វាំងនៅពេលក្រោយហើយគ្រូសាល់ម្នាក់នោះក៏បានបន្តប្រនៅវេទមន្តរបស់គាត់បង្កើតនៅត្បូងវេទមន្តមួយនេះបន្តទៀតហើយចៅហ្វាំងឯនេះវិញក៏បានកំចាត់នៅមនុស្សទាំងអស់បានរួចមកហើយនៅពេលនោះដែរចៅហ្វាំងក៏បានយកលំពេងមួយគប់ទៅកាន់ត្បូងវេទមន្តមួយនោះហើយចៅហ្វាំងគប់ចិត្តដល់ទៅហើយក៏បានត្រូវវេទមន្តរបស់គ្រូសាល់ម្នាក់នោះមករារាំងចំមុំបាយនៅក្បួនរបស់គេគឺវាមិនងាយនោះទេខណៈពេលនោះចៅហ្វាំងក៏បានសម្រាលខ្លួនរបស់គេទីនៅលំពេងមួយដើមមកចាក់ទៅត្បូងវេទមន្តមួយនោះជាបន្តឃើញបែបនេះគ្រូសាល់ម្នាក់នោះពិតជាខឹងខ្លាំងមែនទែនក៏បានប្រើនៅវេទមន្តឈើជាត់របស់គាត់ដាក់មកកាន់ចៅហ្វាំងក៏បានធ្វើឲ្យចៅហ្វាំងឡើងក្អួតឈាមហើយចៅហ្វាំងគឺនៅតែគប់លំពេងគេមកសម្ដៅមកត្បូងវេទមន្តមួយនេះជាបន្តទៀតហើយចៅហ្វាំងក៏បានបំបែកនៅត្បូងមួយនោះបានមនុស្សនៅក្នុងកោះសម្ព័ន្ធទាំងអស់រួមទាំងគ្រូសាល់ម្នាក់នេះក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលនេះចៅហ្វាំងក៏បានបញ្ឈប់នៅពិធីរបស់គ្រូសាល់ម្នាក់នោះបានជោគជ័យហើយគ្រូសាល់ម្នាក់នោះពិតជាខឹងខ្លាំងមែនទែនហើយសាច់រឿងក៏បានកាត់មកនៅនាងលីននេះវិញកំពុងតែធ្វើដំណើរទៅកាន់ជំរំកងទ័ពរបស់គេហើយយើងក៏បានដឹងថានៅក្នុងខ្លួនរបស់គេក៏មានរបួសផងដែរដូច្នេះហើយវាពិតជាពិបាកនៅក្នុងការធ្វើដំណើរនៅពេលដែលនាងធ្វើដំណើរទៅដល់មុខបន្តិចស្រាប់តែផ្ទៃដីនៅទីនោះក៏បានរំជួយការរំជួយដីមួយនេះគឺជាការធ្វើដំណើររបស់កងទ័ពមួយក្រុមហើយក៏មាននៅមនុស្ស2 3នាក់កំពុងតែអង្គុយនៅលើរទេះហើយព្រះសង្ឃ2នាក់កំពុងតែឈរនេះគាត់ក៏មានឈ្មោះថាលួងឡាវនិងលួងសៀនព្រឹទ្ធាចារ្យម្នាក់នេះវិញក៏មានឈ្មោះថាជូសុនហើយបរិមម្នាក់កំពុងតែអង្គុយនៅលើតុដែលធំជាងគេនេះរូបគេក៏មានឈ្មោះថាណាងឈីងនៅពេលដែលពួកគេកំពុងតែធ្វើដំណើរណាងគង្លីងក៏បានរត់មកប្រាំងផ្លូវរបស់គេហើយណាងឈីងគឺជាឪពុករបស់គេនឹងឯងនាងក៏បានរត់សម្ដៅមកដើម្បីអោបឪពុករបស់នាងនៅពេលនេះនាងក៏បានជួបឪពុករបស់នាងហើយណាងឈីងដែលត្រូវជាឪពុករបស់គេក៏បាននិយាយថាហេតុអ្វីបានជាណាងលីននឹងចូលទៅក្នុងកោសម្ព័ន្ធបិសាចឆ្អឹងដោយមិនបាននិយាយប្រាប់គាត់អញ្ចឹងហើយគាត់ពិតជាបារម្ភពិតមែននៅពេលនោះដែរនាងក៏បានប្រាប់ទៅណាងឈីនថាសូមឲ្យប្រញាប់ទៅជួយចៅហ្វាំងជាបន្ទាន់គ្រាន់តែលើឈ្មោះថាចៅហ្វាំងបែបនេះនាងក៏មានការភ្ញាក់ផ្អើលពិតមែនព្រះសង្ឃទាំងពីរនាក់នោះក៏បានសួរទៅនាងថាតើនាងស្គាល់ចៅហ្វាំងតាមែនទេហើយនាងក៏បានប្រាប់ថាចៅហ្វាំងគឺជាសិស្សរួមគ្រូតែប៉ុណ្ណោះហើយរូបគេក៏បានជួបចៅហ្វាំងពីមុនរួចម្ដងមកហើយក្រៅពីនេះគ្មានអ្វីតាក់ទងគ្នានោះទេហើយឥឡូវនេះចិនសៀនគឺជាគូដណ្ដឹងរបស់ចៅយិនចុងដែលជាម្ចាស់ដល់វ័យក្មេងនៃគ្រួសារចៅដូច្នេះហើយចិនសៀនគួរណាតែកុំពាក់ព័ន្ធនឹងបុរសដទៃបើសិនជាមានរឿងទាំងអស់នេះកាត់ឡើងវាអាចប៉ះពាល់ដល់បក្សសៀនជីរបស់ពួកយើងនិងគ្រួសារចៅហើយចិនសៀនក៏បានយល់អំពីសង្ឃទាំងពីរនិយាយផងដែរនៅពេលនោះព្រឹទ្ធាចារ្យជូសុនក៏បានសួរទៅនាងលីនថាតើនាងមកដល់ទីនេះបាននៅរបៀបណាហើយនាងក៏បានប្រាប់រឿងរ៉ាវទាំងអស់ប្រាប់ទៅកាន់ព្រឹទ្ធាចារ្យសម្រាប់កោសម្ព័ន្ធមូពួកគេកំពុងតែធ្វើពិធីបំបែកនៅត្រាគុំខាំងដើម្បីដោះលែងនៅបិសាចបុរាណទូសិនហើយពេលនេះចៅហ្វាំងកំពុងតែរកវិធីបញ្ឈប់នៅពិធីមួយនោះតែម្នាក់ឯងនោះទេដូច្នេះហើយពួកយើងគួរតែទៅជួយគេនៅពេលនេះកងទ័ពទាំងអស់ក៏បាននិយាយថាបើសិនជាបិសាចមួយនោះត្រូវបានដោះលែងមកពួកយើងមិនមែនជាគូប្រជែងរបស់គេនោះទេនៅពេលនោះដែរណាងឈិនក៏បាននិយាយថាបើសិនជាបិសាចមួយនេះត្រូវបានដោះលែងមកនៅក្នុងទឹកដីលីយ៉ាងរួមទាំងប្រជាជនទាំងមូលនឹងត្រូវរងទុក្ខសម្រាប់នៅក្នុងសមរភូមិទាំងនេះពួកយើងក៏ត្រូវតែប្រយុទ្ធព្រឹទ្ធាចារ្យជូសុនក៏បាននិយាយថាសម្ដីអ្នកទាំងពីរពិតជានិយាយត្រូវពិតមែនចៅហ្វាំងកំពុងតែធ្វើការប្រយុទ្ធនៅទីនោះដូច្នេះហើយបិសាចឆ្អឹងមួយនោះវាមិនធ្វើដំណើរមកទីនេះនោះទេពួកយើងនៅតែមានឱកាសដើម្បីកំចាត់បិសាចមួយនេះកងទ័ពទាំងអស់ក៏បានយល់អំពីព្រឹទ្ធាចារ្យនិយាយបើសិនជាបិសាចបុរាណនោះត្រូវបានដោះលែងមកប្រជាជនទាំងអស់រួមទាំងពួកយើងច្បាស់ជារងទុក្ខវេទនាជាក់ជាមិនខាននោះទេដូច្នេះហើយពួកយើងគឺត្រូវតែប្រយុទ្ធហើយពួកគេក៏បានស្រែកហូទាំងអស់គ្នាកំចាត់បិសាចបុរាណដើម្បីការពារមាតុភូមិរបស់ពួកយើងខណៈពេលនេះណាងឈិងក៏បានបញ្ជានៅកងទ័ពទាំងអស់ត្រូវតែធ្វើដំណើរទៅចលងភ្នំបិសាចមួយនោះហើយកងទ័ពរបស់ពួកគេក៏បានធ្វើដំណើរទៅកាន់ទីនោះទៅហើយពួកយើងក៏បានឃើញថាក្បួននៃកងទ័ពរបស់គេពិតជាច្រើនខ្លាំងមែនទែនខណៈពេលនោះដែរសង្ឃទាំងពីរក៏បានប្រាប់ទៅចិនសៀនថាសម្រាប់ភារកិច្ចរបស់ពួកយើងគឺត្រូវធ្វើដំណើរទៅរាជធានីដើម្បីបង្កើតនៅពិធីមង្គលការមួយហើយខណៈពេលនេះរាជវង្សណាងក៏ជួបនៅរឿងដ៏ធំមួយពួកយើងគួរណាតែចូលរួមជាមួយនឹងពួកគេក៏ប៉ុន្តែចិនសៀនត្រូវចាំថាហើយរឿងទាំងអស់នេះមិនមែនជាភារកិច្ចរបស់យើងនោះទេក៏ប៉ុន្តែបើបិសាចមួយនេះអាចបំបែកនៅកំណត់ត្រានៃការឃុំឃាំងបានវាពិតជាមានហានិភ័យទៅកាន់មនុស្សនៅក្នុងโลกដូច្នេះហើយពួកយើងមិនអាចទទួលយកនៅហានិភ័យមួយនេះបាននោះទេហើយចិនសៀនក៏បានយល់អំពីសង្ឃទាំងពីរ
កងទ័ពទាំងអស់ពួកគេក៏បានធ្វើដំណើរទៅកាន់ចលងភ្នំបិសាចមួយនោះណាងលីនក៏បាននិយាយថានៅពេលនេះវាហាក់បីដូចជាបិសាចបុរាណមួយនោះវាមិនទាន់បំបែកត្រាបាននៅឡើយទេពួកយើងអាចនិយាយបានថានៅពេលនេះចៅហ្វាំងគេអាចបញ្ចប់នៅពិធីមួយនេះបានដោយជោគជ័យហើយមើលទៅនាងឈិនក៏បាននិយាយថាបើសិនជាពួកយើងអាចរារាំងនៅបិសាចមួយនេះបានពួកគេនឹងចងចាំឈ្មោះរបស់ចៅហ្វាំងទុកក៏ព្រោះតែចៅហ្វាំងគឺជាចំណែកមួយដំបូងគេបង្អស់នៅក្នុងរឿងមួយនេះបន្ទាប់មកពួកគេក៏បានធ្វើដំណើរទៅមុខបន្តទៀតសាច់រឿងក៏បានកាត់មកកន្លែងចៅហ្វាំងនេះវិញគេក៏បានកំចាត់មនុស្សនៅក្នុងកសម្ព័ន្ធបានជាច្រើនគួរសមដែរហើយនៅពេលនេះកម្លាំងរបស់គេស្ទើរតែអស់ពីខ្លួនទៅហើយចៅហ្វាំងកំពុងតែអង្គុយចាំជំនួយរបស់នាងលីនគេមិនដឹងថានាងលីនធ្វើដំណើរដល់ឬក៏មិនដល់នោះទេក៏ប៉ុន្តែនៅពេលនេះចៅហ្វាំងសង្ឃឹមថានាងលីននឹងនាំជំនួយមកដល់ឆាប់ៗនេះនៅពេលដែលចៅហ្វាំងកំពុងតែអង្គុយនោះគ្រូសតម្នាក់នោះក៏បានដើរមកគ្រូគាត់ក៏បាននិយាយឌឺដងទៅកាន់ចៅហ្វាំងហើយអត់នៅពេលនេះកម្លាំងឯងក៏បានអស់ហើយមុននេះអញរួចផុតពីសេចក្តីស្លាប់គឺដោយសារចៅហ្វាំងគឺពឹងផ្អែកទៅលើកងទ័ពស្រមោចទាំងនោះក៏ប៉ុន្តែនៅពេលនេះគ្រូគាត់គឺមិនឲ្យចៅហ្វាំងរួចផុតជីវិតជាលើកទី2ឡើយហើយចៅហ្វាំងគេមិនខ្លាចនោះទេបើសិនជាព្រឹទ្ធាចារ្យមានសមត្ថភាពព្រឹទ្ធាចារ្យអាចចូលមកចោះខណៈពេលនោះដែរអ្នកទាំងពីរក៏បានបញ្ចេញនៅវេទមន្តរៀងខ្លួនចៅហ្វាំងក៏បានបញ្ចេញនៅកងទ័ពស្រមោចរបស់គេវិប្រហារមកលើគ្រូសលម្នាក់នោះខណៈពេលនោះគ្រូសលម្នាក់នោះក៏បានប្រើនៅវេទមន្តរបស់គាត់វេទមន្តរបស់គ្រូសលម្នាក់នោះក៏បានកំទេចកងទ័ពស្រមោចរបស់ចៅហ្វាំងឲ្យខ្ទេចទៅហើយគាត់ក៏បានប្រើនៅយុទ្ធសាស្ត្ររបស់គាត់វិប្រហារមកលើចៅហ្វាំងបន្តទៀតខណៈពេលនោះដែរចៅហ្វាំងមិនប្រយ័ត្នក៏បានត្រូវគ្រូសលម្នាក់នោះដាក់រូគេមកវេទមន្តធ្វើឲ្យចៅហ្វាំងប៉ាំងពីកន្លែងចង់20ម៉ែត្រទៅហើយនៅពេលនេះចៅហ្វាំងខឹងខ្លាំងមែនទែនដោយសារគ្រូសលម្នាក់នោះក៏បានកំទេចនៅកងទ័ពស្រមោចរបស់គេឲ្យខ្ទេចអស់ហើយគ្រូសលម្នាក់នោះក៏បាននិយាយឌឺដងមកកាន់ចៅហ្វាំងទៀតហើយទោះបីចៅហ្វាំងខំប្រឹងយ៉ាងណាចៅហ្វាំងគឺមិនអាចយកឈ្នះគាត់បាននោះទេចៅហ្វាំងខឹងខ្លាំងមែនទែនគេក៏បានងើបមកទាញនឹងដៃរបស់គេធ្វើការវាយប្រហារមកលើគ្រូសលម្នាក់នោះបន្តទៀតបន្ទាប់ពីប្រយុទ្ធគ្នាប៉ុន្មានស្និតក្រោយមកចៅហ្វាំងក៏បានត្រូវគ្រូសលម្នាក់នោះដាក់គេមួយដៃវេទមន្តឡើងប៉ាងទៀតហើយខណៈពេលនេះចៅហ្វាំងគឺត្រូវរបួសយ៉ាងធ្ងន់ធ្ងរឃើញចៅហ្វាំងត្រូវរបួសយ៉ាងនេះគ្រូសលម្នាក់នោះក៏បានលើកឈើជាត់របស់គាត់ឡើងបញ្ចេញនៅដួងវិញ្ញាណរបស់បិសាចនៅរកចេញមកគ្រូសលក៏បានបញ្ជាមកកាន់ចៅហ្វាំងទោះបីជាចៅហ្វាំងត្រូវរបួសយ៉ាងណាក៏ដោយគេនៅតែក្រោកឈរប្រយុទ្ធបន្តទៀតខណៈពេលនោះដែរចៅហ្វាំងក៏បញ្ចេញនៅក្បួនរបស់គេចេញមកនេះគឺជាក្បួននៃដាវទេវភាពទាំង10នៃកម្លាំងឋានសួគ៌ចៅហ្វាំងក៏បានប្រើនៅស្នេតមួយនេះដើម្បីទប់ទល់ជាមួយនឹងវេទមន្តរបស់គ្រូសលម្នាក់នោះហើយធម្មពលអ្នកទាំងពីរក៏បានប៉ះទង្គិចគ្នាក៏បានធ្វើឲ្យទីកន្លែងនោះផ្ទុះឡើងបឹងដោយសារតែចៅហ្វាំងមិនប្រយ័ត្នក៏បានត្រូវគ្រូសលម្នាក់នោះដាក់គេឡើងប៉ាងទៀតហើយតេតឹងជាមួយនឹងសមត្ថភាពរវាងគ្រូសលម្នាក់នោះនិងចៅហ្វាំងគឺវាប្រៀបដូចជាពពកនិងភក់អញ្ចឹងគ្រូសលម្នាក់នោះក៏បាននិយាយថាទោះបីជាគាត់ឈរឲ្យចៅហ្វាំងវាយក៏ដោយចៅហ្វាំងក៏មិនអាចយកឈ្នះគាត់បានដែរចៅហ្វាំងក៏បានងើបឈរឡើងខណៈពេលនេះកម្លាំងរបស់គេក៏បានអស់ពីខ្លួនទៅហើយគ្រូសលក៏បាននិយាយថាមិនចាំបាច់បារម្ភនោះទេព្រោះគាត់គឺមិនងាយសម្លាប់ចៅហ្វាំងឡើយគាត់នឹងឃុំព្រលឹងរបស់ចៅហ្វាំងទុកហើយធ្វើទារុណកម្មធ្វើឲ្យចៅហ្វាំងឈឺចាប់បំផុតរហូតដល់ស្លាប់បន្ទាប់មកគ្រូសលម្នាក់នោះក៏បានធ្វើការទាញព្រលឹងរបស់ចៅហ្វាំងចេញមកហើយចៅហ្វាំងគេពិតជាភ័យខ្លាចមែនទែនតើរូគេអាចស្លាប់នៅទីនេះតាមមែនទេហើយគ្រូសលម្នាក់នោះនៅតែប្រើវេទមន្តរបស់គាត់ទាញយកនៅព្រលឹងរបស់ចៅហ្វាំងជាបន្តទៀតខណៈពេលនោះដែរក៏មានដាវមួយក៏មកត្រូវឈើចត់របស់គ្រូសលម្នាក់នោះក៏បានធ្វើឲ្យគ្រូសលម្នាក់នោះមិនអាចយកព្រលឹងរបស់ចៅហ្វាំងបានហើយគ្រូសលម្នាក់នោះពិតជាឆ្ងល់ខ្លាំងមែនទែនតែនេះជាអ្វីដែររបស់អ្នកណាដែរគ្រូសលម្នាក់នោះក៏បានកលែងទៅខាងមុខព្រោះគេក៏បានឃើញកងទ័ពរបស់នាងកុងឈីងជាច្រើនកំពុងតែធ្វើដំណើរសម្ដៅមកទីនេះសម្រាប់មនុស្សនៅក្នុងកសម្ព័ន្ធនៃបិសាចឆ្អឹងពួកគេឃើញបែបនេះក៏បានបើកការប្រយុទ្ធផងដែរក៏ប៉ុន្តែពួកគេគ្មានកឡូអីជាមួយនឹងនាងឈីងទេក៏បានត្រូវនាងឈីងដាក់គេមួយដាវឡើងប៉ាងទាំងអស់ជីសេះកាប់មនុស្សផងជីសេះបុកមនុស្សផងហើយយ៉ាក្បាច់គុណរបស់នាងឈីងគឺមិនអន់នោះទេជីសេះទុនសាយក្រហមកាប់ដូចជាគួនអ៊ីឆាងអញ្ចឹងឃើញកងទ័ពរបស់នាងឈីងច្រើនបែបនេះមនុស្សនៅក្នុងកសម្ព័ន្ធទាំងអស់ចាប់ផ្ដើមភ័យខ្លាចទៅហើយពួកគេក៏បានដាក់មេផាយទាំងអស់គ្នាទៅទោះបីជាពួកគេរត់យ៉ាងណាក៏មិនអាចគេចផុតបានដែរឃើញចៅហ្វាំងនៅមានជីវិតបែបនេះនាងលីនហើយនិងជីសៀនពួកគេទាំងពីរនាក់ពិតជាសប្បាយចិត្តខ្លាំងមែនទែនគ្រូសលឃើញបែបនេះគាត់ក៏បានឆ្ងល់ផងដែរតើកងទ័ពរបស់វីរៈជនយាវយ៉ាងធ្វើដំណើរមកដល់ទីកន្លែងនេះបានដោយរបៀបណាចៅហ្វាំងក៏បានងើបឡើងនិយាយឌឺដងទៅកាន់គ្រូសលវិញនៅពេលនេះកងទ័ពជំនួយរបស់ចៅហ្វាំងគឺបានមកដល់ហើយគាត់ពិតជាខឹងទៅកាន់ចៅហ្វាំងខ្លាំងមែនទែនក៏បានលើកឈើជត់របស់គាត់រៀបនឹងវាយចៅហ្វាំងទៅហើយខណៈ
ณะពេលនោះដែរស្រីស្អាតទាំងពីរនាក់ក៏បានមកជួយចៅហ្វាំងទាន់គ្រូសលម្នាក់នោះក៏បានត្រូវមួយជើងរបស់ជីសៀនប៉ើងទៅបាត់ទៅខណៈពេលនោះដែរជើងខ្លាំងទាំង3នាក់ក៏បានសម្រាប់ខ្លួនចុះមកនិយាយទៅកាន់គ្រូសលថាតើព្រមចោះចាញ់ហើយឬនៅហើយគ្រូសលម្នាក់នេះគាត់ពិតជាខឹងខ្លាំងមែនទែននៅពេលដែលពួកគេមកបំផ្លាញពិធីរបស់គាត់បន្ទាប់ពីនិយាយហើយគាត់ក៏បានសម្រាប់ខ្លួនហោះឡើងទៅលើនាងឈិនហើយនឹងព្រឹទ្ធាចារ្យជូសុនឃើញបែបនេះពួកគាត់ទាំងពីរនាក់ក៏បានសម្រាប់ខ្លួនហោះទៅតាមហើយអ្នកទាំង3ហោះទៅវិញទៅមកបុកគ្នាដូចជាកម្មជ្រួចអញ្ចឹងក៏លេចមកមើលចៅហ្វាំងណែវិញក៏បានត្រូវរបួសចៅហ្វាំងស្ទើរតែក្អួតចេញឈាមទៅហើយស្រីស្អាតទាំងពីរនាក់ក៏បានបារម្ភពីចៅហ្វាំងផងដែរហើយនាងលីណាវិញពិតជាឆ្ងល់ខ្លាំងមែនទែនតើជីសៀនស្គាល់ចៅហ្វាំងបានដោយរបៀបណាជីសៀននេះរៀបហ្នឹងនិយាយទៅហើយចៅហ្វាំងក៏បានមកខាត់ទាន់ហើយតែគេប្រុសស្អាតគឺមានស្រីស្រឡាញ់ច្រើនពិតមែននៅពេលនេះពួកយើងដោះស្រាយរឿងទាំងនេះសិនទៅបន្ទាប់ពីដោះស្រាយរួចហើយចាំនិយាយរឿងទាំងអស់នេះនៅពេលក្រោយនាងលីនក៏បានសម្លឹងទៅកាន់កែវភ្នែកចៅហ្វាំងបន្តិចនាងក៏បានយល់ព្រមហើយសម្រាប់ខ្លួនចេញពីទីនោះទៅហើយសងទាំងពីរនាក់ក៏បានទៅជួយទាំងពីរនាក់ទៀតនៅពេលនោះដែរចៅហ្វាំងក៏បានសួរទៅជីងសៀនថាហេតុអ្វីបានជានៅទីនេះតើជីងសៀនបារម្ភពីខ្ញុំមែនជីងសៀននាងក៏បានប្រាប់ទៅកាន់ចៅហ្វាំងវិញថានាងមកទីនេះជាមួយនឹងព្រឹទ្ធាចារ្យនៃបកដើម្បីកំចាត់បិសាចបុរាណកំពុងតែនិយាយគ្នាសុកពួកគេទាំង5នាក់ក៏បានយកឈ្នះគ្រូសលម្នាក់នោះបានហើយក៏បានធ្វើឲ្យគ្រូសលម្នាក់នោះធ្លាក់មកក្រោមខ្ពាកអ្នកទាំង5នាក់ក៏បាននិយាយទៅកាន់គ្រូសលម្នាក់នោះបើសិនជាគ្រូសលព្រមចោះចាញ់ពួកគាត់នឹងទុកជីវិតឲ្យខណៈពេលនោះដែរគ្រូសលម្នាក់នោះក៏បានងើបឡើងគាត់ក៏បាននិយាយថាពាក្យថាចោះចាញ់គឺមិនមែនជាពាក្យនៅក្នុងកលសម្ព័ន្ធមូលនោះទេគាត់នៅតែប្រយុទ្ធដល់ទីបញ្ចប់គាត់ក៏បានប្រើវេទមន្តរបស់គាត់យកត្បូងមួយចេញពីឈើច្រត់របស់គាត់ចេញមកហើយគាត់ក៏បានយកនៅត្បូងវេទមន្តមួយនោះបញ្ចូលទៅក្នុងខ្លួនគាត់ក៏បានសម្រាប់ខ្លួនឡើងទៅលើនិយាយមកកាន់មនុស្សនៅក្នុងកលសម្ព័ន្ធទាំងអស់ពេលនេះពួកយើងត្រូវតែលះបង់ជីវិតដើម្បីជួយឲ្យលោកម្ចាស់រួចពីការឃុំឃាំងមួយនេះនៅពេលនេះមនុស្សនៅក្នុងកលសម្ព័ន្ធមូលទាំងអស់ពួកគេនឹងបូជាជីវិតដើម្បីរឿងមួយនេះហើយខណៈពេលនោះដែរគ្រូសិលម្នាក់នោះក៏បានធ្វើការប្រមូលផ្ដុំនៅដួងវិញ្ញាណទាំងអស់ព្រឹទ្ធាចារ្យជូសុនឃើញបែបនេះគាត់ក៏បានដឹងថានេះគឺជាពិធីដើម្បីដោះលែងបិសាចឲ្យបានលឿនបំផុតពួកគេក៏បានបូជានៅជីវិតរបស់គេទាំងអស់ហើយពួកយើងគួរណាតែបញ្ឈប់គ្រូសិលម្នាក់នេះឲ្យបានបន្ទាប់មកពួកគាត់ទាំង6នាក់ក៏បានសម្រាប់ខ្លួនឡើងទៅលើហើយនៅពេលនេះកម្លាំងរបស់គ្រូសិលម្នាក់នោះក៏បានកើនឡើងយ៉ាងខ្លាំងដូច្នេះហើយពួកគាត់ទាំង6នាក់គឺមិនអាចបញ្ឈប់គ្រូសិលបានឡើយគ្រូសិលម្នាក់នោះក៏បានបន្ទោសនៅវេទមន្តរបស់គាត់ហើយក៏បានធ្វើឲ្យបិសាចបុរាណមួយនោះដឹងខ្លួនឡើងមកម្ដងទៀតក៏បានធ្វើឲ្យពួកគេទាំង6នាក់ខ្ទាតចេញមកក្រៅទាំងអស់នៅពេលនេះពួកយើងមិនអាចបញ្ឈប់បិសាចមួយនេះបានទេហើយសង្គ្រាមរវាងព្រះហើយនិងបិសាចច្បាស់ជាកាត់ឡើងជាក់ជាមិនខានក្លែកមកមើលគ្រូសិលនោះវិញកំពុងតែធ្វើពិធីបំបែកត្រាមួយនោះបានបន្តិចហើយរីឯបិសាចបុរាណទុសិនកម្លាំងធម្មពលរបស់វាពិបាកនឹងទប់ទល់ណាស់ហើយសាច់រឿងក៏បានចប់នៅត្រង់ចំណុចនេះសូមរងចាំទស្សនានៅភាគបន្តទៀតខណៈពេលនេះ admin សូមបាយហើយបាយសួស្តីអ្នកគុណនិយមក៏ក្រុមគ្រូប៉ាទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាប់រឿងថ្ងៃនេះយើងក៏មកបន្តនៅភាគទី23នៃរឿងកំពូលអ្នកប្រយុទ្ធគ្មានគូប្រៀបបន្តហើយមុននឹងចូលដល់សាច់រឿងកុំភ្លេច comment រូបបេះដូងឲ្យ admin ម្នាក់មួយផងសាច់រឿងក៏បានចាប់ផ្ដើមនៅពេលនោះដែរព្រឹទ្ធាចារ្យម្នាក់នោះកំពុងតែប្រើនៅវេទមន្តដើម្បីបំបែកនៅត្រាគុំខាំងបិសាចបុរាណមួយនោះចាហ្វាំងឃើញដូច្នេះក៏បាននិយាយថាព្រឹទ្ធាចារ្យម្នាក់នោះពិតជាសាហាវពេកហើយដើម្បីដោះលែងនៅបិសាចមួយនេះឬគាត់ហ៊ានលះបង់ប្រជាជននៅក្នុងកលសម្ព័ន្ធទាំងអស់ឬបែបនេះព្រឹទ្ធាចារ្យម្នាក់នោះក៏បានប្រើនៅវេទមន្តរបស់គាត់ចាប់ចងចៅហ្វាំងមិនឲ្យបំរាស់រួចឡើយហើយព្រឹទ្ធាចារ្យម្នាក់នោះក៏បាននិយាយដូចដងទៅកាន់ចៅហ្វាំងថាចង់បញ្ឈប់នៅពិធីរបស់គាត់មួយនេះគឺដេកស្រមៃទៅចុះហើយថ្ងៃនេះដែរគាត់នឹងធ្វើឲ្យចៅហ្វាំងភ្ញាក់ពីការស្រមៃមួយនោះគាត់នឹងជឿជីវិតរបស់ចៅហ្វាំងគឺជាការលះបង់ដំបូងទៅឲ្យបិសាចបុរាណមួយនោះហើយខណៈពេលនេះដែរចៅហ្វាំងហាក់បីដូចជាធ្វើអ្វីមិនបានទាល់តែសោះនៅពេលនោះដែរគ្រូសិលម្នាក់នោះក៏បានបោះចៅហ្វាំងចូលទៅក្នុងខែលនៃបិសាចបុរាណមួយនោះហើយខែលមួយនោះក៏បានបើកនៅប្រហោងមួយដើម្បីទម្លាក់ចៅហ្វាំងចូលទៅក្នុងនោះនៅពេលដែលចៅហ្វាំងចិត្តធ្លាក់ចូលទៅក្នុងនោះទៅហើយស្រាប់តែពេលនោះជីងសៀននឹងក៏បានសម្រាប់ខ្លួនហោះមកជួយហើយខណៈពេលនោះដែរព្រឹទ្ធាចារ្យទាំងពីរនាក់គាត់ពិតជាភ្ញាក់ផ្អើលមែនទែននៅពេលដែលជីងសៀនធ្វើបែបនេះឃើញជីងសៀនជួយចៅហ្វាំងបែបនេះគ្រូសិលម្នាក់នោះក៏បានប្រើនៅវេទមន្តរបស់គាត់ធ្វើការចាប់ជីងសៀនម្នាក់ទៀតហើយអ្នកទាំងពីរក៏បានធ្លាក់ចូលទៅក្នុងនោះបានសម្រេចព្រឹទ្ធាចារ្យទាំងពីរនាក់នេះឃើញបែបនេះគាត់ពិតជាភ័យខ្លាំងមែនទែនបើសិនជាមានរឿងអ្វីកើតឡើងទៅលើជីងសៀនឬគាត់គ្មានអ្វីដោះស្រាយជាមួយនឹងគ្រួសារចៅទេហើយនាងលីនអាណែវិញ
វិញក៏បានសំងវទៅកាន់ឪពុករបស់គេឲ្យជួយសង្គ្រោះអ្នកទាំងពីរផងព្រឹទ្ធាចារ្យជូសុនក៏បាននិយាយថាបើសិនជាឲ្យបិសាចបុរាណមួយនេះបំបែកនៅត្រាបានពួកយើងពិបាកទប់ទល់នឹងគេចាក់ជាមិនខានបន្ទាប់មកណានឈិនក៏បានយល់អំពីរឿងទាំងអស់នេះដែរគាត់ក៏បានបញ្ជាឲ្យកងទ័ពរបស់គាត់ធ្វើការវាយប្រហារទៅលើបិសាចបុរាណមួយនោះខណៈពេលដែលកងទ័ពទាំងអស់បាញ់ព្រួញទៅកាន់បិសាចបុរាណមួយនោះវាហាក់បីដូចជាខែលមួយនោះពិតជាមានភាពរឹងមាំពិតមែនពួកគេគឺបាញ់គ្រាប់ព្រួញមិនចូលសោះឡើយនៅពេលនោះដែរកងទ័ពទាំងអស់ក៏បានធ្វើដំណើរទៅប្រយុទ្ធបន្តទៀតហើយព្រឹទ្ធាចារ្យជូសុននេះឃើញបែបនេះគាត់ក៏បានចូលប្រយុទ្ធផងដែរឃើញបែបនេះគ្រូសិលម្នាក់នោះក៏បានមករារាំងហើយអ្នកទាំងពីរក៏បានប្រយុទ្ធគ្នាហើយទោះបីព្រឹទ្ធាចារ្យជូសុនប្រនៅស្នៀតយ៉ាងណាក៏ដោយគ្រូសិលម្នាក់នោះនៅតែទប់ទល់បានរហូតនៅពេលដែលប្រយុទ្ធគ្នាដោយមិនប្រយ័ត្នក៏បានត្រូវសង់ទាំងពីរនាក់នោះមកពីក្រោយដាក់រូគេមួយដៃឲ្យធ្លាក់មកដីខ្ពៀកហើយក៏លេចមកមើលចេញសៀនឯវិញនៅពេលដែលគេធ្លាក់មកចូលនៅក្នុងខែលមួយនោះគេក៏បានព្យាយាមយកដាវរបស់គេបំបែកនៅខែលមួយនោះក៏ប៉ុន្តែយើងដឹងហើយថាខែលមួយនោះវាពិតជាមានភាពរឹងមាំពិតមែនហើយនៅពេលដែលចេញសៀនឈរនៅទីនោះក៏មានថ្មយ៉ាងធំធ្លាក់ពីលើមកចៅហ្វាំងឃើញបែបនេះគេក៏បានជួយសង្គ្រោះចេញសៀនបានហើយចៅហ្វាំងក៏បានលើកបីចេញសៀនឡើងមកហើយគេក៏បាននិយាយបញ្យល់ទៅកាន់ចេញសៀនស្ថិតនៅខាងក្រៅនៃខែលមួយនេះក៏មានកងទ័ពជាច្រើនពួកគេកំពុងតែបំបែកនៅខែលមួយនោះក៏ប៉ុន្តែពួកគេនៅតែបំបែកមិនបានចោះតម្រុំតែយើងពីរនាក់តើពួកយើងអាចធ្វើអ្វីបានដែរពួកយើងគួរណាតែកុំខ្ជិលជាធម្មពលអីហើយចេញសៀននៅវិញក៏បាននិយាយថាបើសិនជាបិសាចមួយនេះបំបែកនៅត្រាកំខាំងបានពួកយើងច្បាស់ជាស្លាប់ចែកជាមិនខានឡើយនៅពេលដែលចៅហ្វាំងកំពុងតែបែកចេញសៀនរត់ក៏មានថ្មដ៏ធំមួយធ្លាក់មកចំអ្នកទាំងពីរក៏បានធ្វើឲ្យចេញសៀនសម្លាប់បាត់ស្មារតីទៅហើយខណៈពេលនោះដែរបិសាចមួយនោះក៏បានដឹងខ្លួនឡើងមកវាក៏បាននិយាយថាវាជាប់នៅទីនេះអស់រយៈពេល 8000 ឆ្នាំមកហើយទីបំផុតយើងក៏បានឃើញពន្លឺថ្ងៃសាជាថ្មីម្ដងទៀតឃើញបែបនេះអ្នកទាំងពីរពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនហើយគ្រូសិលម្នាក់ណែវិញកំពុងតែសើចយ៉ាងសប្បាយចិត្តឃើញបែបនេះព្រឹទ្ធាចារ្យជូសុនក៏បានប្រើនៅធម្មពលវេទមន្តរបស់គាត់ចេញមកក៏បានវាយប្រហារមកលើគ្រូសិលហើយគ្រូសិលម្នាក់នោះក៏បានប្រើនៅវេទមន្តរបស់គាត់ដើម្បីទប់ទល់ក៏ប៉ុន្តែគាត់មិនអាចយកឈ្នះព្រឹទ្ធាចារ្យជូសុនបានឡើយហើយគ្រូសិលម្នាក់នោះក៏បានត្រូវរបួសឡើងក្អួតឈាមក៏លេចទៅមើលបិសាចបុរាណមួយនោះគ្រូសិលម្នាក់នោះនៅតែសើចបន្តទៀតគឺដោយសារបិសាចបុរាណមួយនោះចិត្តបំបែកនៅត្រាកំខាំងមួយនេះបានហើយព្រឹទ្ធាចារ្យជូសុនក៏បាននិយាយថាបើសិនជាឲ្យកងទ័ពបំបែកនៅខែលមួយនេះបន្តទៀតវាពិតជាគ្មានប្រយោជន៍ឡើយក៏ព្រោះតែបិសាចមួយនេះបានបំបែកនៅត្រាបានហើយបិសាចបុរាណមួយនោះក៏បានបញ្ចេញនៅសម្លេងរបស់វាចេញមកតែទៅជាមួយនឹងធម្មពលរបស់វាពិតជាខ្លាំងមែនទែននៅពេលដែលបំបែកត្រាកំខាំងរួចបិសាចមួយនោះក៏បាននិយាយថារូគេក៏បានរួចផុតពីការកំខាំងមួយនេះគឺដោយសារមនុស្សនៅក្នុងកោសម្ព័ន្ធបិសាចឆ្អឹងក៏បានលះបង់ជីវិតជាច្រើនដើម្បីបំបែកនៅត្រាកំខាំងមួយនេះហើយគេក៏បានចាប់នៅកងទ័ពទាំងអស់មកស៊ីដើម្បីដដជាមួយនឹងជីវិតមនុស្សនៅក្នុងកោសម្ព័ន្ធទាំងអស់ហើយនាងលីននៅវិញគេក៏បានភ័យព្រួយផងដែរចំពោះកងទ័ពទាំងអស់តែទាំងជាមួយនឹងធម្មពលរបស់បិសាចមួយនេះពួកគេគឺមិនមែនជាដៃគូរបស់បិសាចនេះឡើយហើយអ្វីដែលពួកគេគួរធ្វើនៅពេលនេះគឺមានតែការរត់ចេញទេនាងលីនក៏បាននិយាយថារាងកាយរបស់បិសាចឆ្អឹងមួយនេះគឺវាមិនអាចផ្លាស់ទីបាននៅឡើយទេដូច្នេះហើយពួកយើងនៅតែមានឱកាសដើម្បីបញ្ឈប់វាខណៈពេលនោះដែរព្រឹទ្ធាចារ្យជូសុនក៏បានសម្រាប់ខ្លួនឡើងទៅលើដើម្បីទប់ទល់ជាមួយនឹងបិសាចមួយនោះហើយបិសាចបុរាណមួយនោះរៀបនឹងដាក់គាត់មួយដៃទៅហើយគាត់ក៏បានប្រើនៅយុទ្ធសាស្ត្ររបស់គាត់ទប់ទល់បានហើយបិសាចមួយនោះនៅតែបន្តវាយប្រហារមកលើព្រឹទ្ធាចារ្យជូសុននៅដែរហើយព្រឹទ្ធាចារ្យក៏បានប្រើនៅយុទ្ធសាស្ត្ររបស់គាត់បញ្ចេញជាឆ្នាំងភ្លើងវេទមន្តដ៏ធំមួយក៏បានធ្វើការវាយប្រហារទៅលើបិសាចមួយនោះក៏ប៉ុន្តែมันអាចធ្វើអ្វីបិសាចមួយនោះបានឡើយក៏លេចមកមើលចៅហ្វាំងហើយនឹងចេញសៀននៅវិញពួកគេក៏មិនទាន់ចេញពីទីនេះបានទេនៅពេលដែលអ្នកទាំងពីរធ្វើដំណើរចេញពីទីនោះក៏មានថ្មមួយដុំធ្លាក់មកចំអ្នកទាំងពីរម្ដងទៀតហើយចៅហ្វាំងក៏បានសម្លឹងទៅកាន់ព្រឹទ្ធាចារ្យជូសុនបើមិនជាគាត់ប្រយុទ្ធបែបនេះតទៅទៀតច្បាស់ជាមនុស្សទាំងអស់ត្រូវបានស្លាប់ដោយសារបិសាចមួយនេះជាក់ជាមិនខានដូច្នេះហើយចៅហ្វាំងគួរណាតែរកវិធីដើម្បីឃុំឃាំងបិសាចមួយនេះសាជាថ្មីម្ដងទៀតហើយខណៈពេលនោះដែរឆ្មាស្នេហ៍នេះក៏បានចេញមកនិយាយជំរុញឲ្យចៅហ្វាំងឆាប់រត់ចេញពីទីនេះទៅដើម្បីជីវិតរបស់ចៅហ្វាំងហើយបិសាចមួយនេះមានធម្មពលខ្លាំងណាស់ចៅហ្វាំងមិនអាចទប់ទល់ជាមួយនឹងបិសាចនោះបានទេហើយចៅហ្វាំងក៏បានច្របាច់ករបស់ឆ្មាស្នេហ៍នេះហើយគេក៏បានសួរទៅឆ្មាស្នេហ៍នេះដើម្បីរកនៅឈើជាត់របស់ព្រះតែទៅជាមួយនឹងឈើជាត់របស់ព្រះមួយនេះបើសិនជាចៅហ្វាំងអាចយកមកបានគេនឹងអាចបង្ក្រាបនៅបិសាចមួយនេះបានសាជាថ្មីម្ដងទៀតឆ្មាស្នេហ៍នេះក៏បាននិយាយថាទោះបីជាគេប្រាប់វាក៏អត់ប្រយោជន៍ដែរក៏ព្រោះតែធម្មពលរបស់ចៅហ្វាំងមានតិចពេកគេមិនអាចដូចឈើជាត់របស់ព្រះចេញមកបានឡើយហើយចៅហ្វាំងគេមិនខ្វល់នោះទេក៏បានសួរទៅឆ្មាស្នេហ៍នេះជាថ្មីម្ដងទៀតឆ្មាស្នេហ៍នេះក៏បានប្រាប់នៅទីតាំងដែលគេតម្កល់នៅឈើជាត់របស់ព្រះហើយយើងក៏បានឃើញថាឈើជាត់មួយនេះក៏បានតម្កល់ទុកនៅក្បែរជើងរបស់បិសាចបុរាណមួយនោះហើយបើសិនជាចៅហ្វាំងអាចដូរនៅឈើជាត់មួយនេះបានបិសាចបុរាណមួយនេះនឹងត្រូវជាប់ឃុំឃាំងម្ដងទៀតហើយចៅហ្វាំងគេសប្បាយចិត្តខ្លាំងមែនទែនក៏បានថើបទៅកាន់ឆ្មាស្នេហ៍នេះមួយខ្សែអរគុណទៅដល់ឆ្មាស្នេហ៍នេះដែលមិនដែលធ្វើឲ្យគេខកចិត្តម្ដងឡើយហើយឆ្មាស្នេហ៍នេះក៏បាននិយាយថារកដងវាយអញសោះពុកធ្វើឯងនិយាយអីណានៅពេល
ពេលនោះដែរជីងសៀនហើយនឹងចៅហ្វាំងក៏បានធ្វើដំណើរទៅកាន់ឈើច្រត់មួយនោះលោកបានធ្វើដំណើរមកដល់ហើយចៅហ្វាំងក៏បានប្រើនៅដៃវេទមន្តរបស់គេដកនៅឈើច្រត់មួយនោះចេញដោយដែលឆ្មាស្រាញ់នេះបាននិយាយប្រាប់ចៅហ្វាំងចឹងកម្លាំងធម្មពលរបស់ចៅហ្វាំងមានតិចពេកចៅហ្វាំងគឺមិនអាចដកឈើច្រត់មួយនេះបានឡើយសម្រាប់ចៅហ្វាំងគេមិនទាន់អស់សង្ឃឹមនោះទេច្បាស់ជាមានវិធីមួយដើម្បីដកនៅឈើច្រត់មួយនេះក៏ប៉ុន្តែរូគេមិនទាន់រងនឹកឃើញហើយសាច់រឿងក៏បានចប់នៅត្រង់ចំណុចនេះសូមរងចាំទស្សនានៅភាគបន្តទៀតសំទោសអ្នកទាំងអស់គ្នាផងសម្រាប់ប៉ុន្មានថ្ងៃនេះ admin មិនសូវបានចេញរឿងនោះទេគឺដោយសារ admin រវល់ធ្វើការសង្ឃឹមថាអ្នកទាំងអស់គ្នាអធិស្ឋានដល់ admin ហើយពេលនេះដែរ admin សូមបាយបាយហើយបាយបាយ Hello សួស្តីបងប្អូនថ្ងៃនេះដែរយើងក៏មកបន្តនៅភាគទី24របស់យើងបន្តកុំឲ្យខាត់ពេលយូរតោះយើងចូលមកដល់ការសម្រាយរឿងរបស់យើងតែម្ដងទៅជារឿងក៏បានចាប់ផ្ដើមព្រឹត្តិការណ៍ជូសុនកំពុងតែប្រយុទ្ធជាមួយនឹងបិសាចមួយនោះហើយបិសាចមួយនោះក៏បានធ្វើការវាយប្រហារទៅលើព្រឹត្តិការណ៍ផងដែរក៏ប៉ុន្តែគេវាយព្រឹត្តិការណ៍មិនត្រូវសោះឡើយក៏ព្រោះតែព្រឹត្តិការណ៍ក៏បានកិច្ចចុះឡើងក៏បានធ្វើឲ្យបិសាចបុរាណមួយនោះពិបាកប្រយុទ្ធជាមួយនឹងគាត់ពិតមែនក៏លេចមកមើលចៅហ្វាំងនេះវិញកំពុងតែឈរមើលជច្រត់របស់ព្រះគេក៏បានគិតផងដែរថាតែត្រូវធ្វើដូចម្តេចដើម្បីដកនៅឈើច្រត់មួយនេះបានឃើញបែបនេះឆ្មាសនាក៏បាននិយាយទៅកាន់ចៅហ្វាំងថារឿងរបស់ចៅហ្វាំងគឺមិនពាក់ព័ន្ធជាមួយនឹងការបំបែកត្រារបស់បិសាចបុរាណនេះឡើយតែតឹងជាមួយនឹងចៅហ្វាំងរូគេគឺជាតួអង្គនៅក្នុងហ្គេមមួយនេះហើយគ្រាន់តែប្រយុទ្ធជាមួយនឹងសត្វចម្លែកដើម្បីបង្កើននៅកម្រិតរបស់ចៅហ្វាំងតែប៉ុណ្ណោះហើយរឿងទាំងអស់នេះគ្មានអ្វីពាក់ព័ន្ធជាមួយនឹងពួកយើងឡើយហើយចៅហ្វាំងគេមិនស្ដាប់នោះទេក៏បានដាក់ទៅលើឆ្មាស្រាញ់នេះមួយដៃម៉ាំងឡើងពើចៅហ្វាំងក៏បាននិយាយថាបើសិនជារឿងមួយនេះកើតនៅក្នុងទឹកដីរបស់យើងមនុស្សរាប់ពាន់នាក់ត្រូវបានបាត់បង់ជីវិតជាក់ជាមិនខានហើយចៅហ្វាំងគេមិនអាចកិច្ចតាណាបានទេហើយបើសិនជាគេកិច្ចនៅក្នុងរឿងមួយនេះច្បាស់ណាស់គេគ្មានមុខមាត់ជប់ជាមួយនឹងដូនតារបស់គេឡើយរីឯឆ្មាស្នាញ់នេះក៏បានគិតថាចៅហ្វាំងនឹងធ្វើរឿងមួយនេះដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះហើយគេក៏បាននិយាយថែមទៀតថាបើសិនជាចៅហ្វាំងចង់ដកនៅឈើច្រត់មួយនេះបានចៅហ្វាំងគឺត្រូវតែប្រើនៅគម្ពីរវេទមន្តរបស់គេកាលពីមុនហើយចៅហ្វាំងគឺត្រូវសិក្សាអំពីវាដើម្បីដកនៅឈើច្រត់របស់ព្រះមួយនេះបានលើឆ្មាស្នាញ់និយាយបែបនេះចៅហ្វាំងក៏បានសួរទៅកាន់ឆ្មាស្នាញ់នេះសារជាថ្មីម្ដងទៀតតើមុននេះឆ្មាស្នាញ់នេះនិយាយអំពីអ្វីហើយឆ្មាស្នាញ់នេះគេមិនចង់ប្រាប់ទៅកាន់ចៅហ្វាំងឡើយគឺដោយសារគេគិតថាចៅហ្វាំងគ្មានធម៌ពលដកនៅឈើច្រត់មួយនេះបានទេដរាបណាឆ្មាស្នាញ់នេះមិនប្រាប់ចៅហ្វាំងគឺនៅតែសួរទៅឆ្មាស្នាញ់នេះបន្តទៀតឆ្មាស្នាញ់នេះទ្រាំមិនបានក៏បានប្រាប់រឿងទាំងអស់ទៅកាន់ចៅហ្វាំងរួចគេក៏បានចាំថានៅក្នុងខ្លួនរបស់ចៅហ្វាំងក៏មាននៅគម្ពីរមួយហើយគម្ពីរមួយនេះគេក៏បានសិក្សាអំពីការប្រើប្រាស់អាវុធវេទមន្តទាំងអស់គ្រាន់តែលើបែបនេះភ្លាមចៅហ្វាំងពិតជាសប្បាយចិត្តខ្លាំងមែនទែនគេក៏បានចាប់ឆ្មាស្នាញ់នេះលើកទៅលើកទៅក្រឹមចឹងទៅខណៈពេលនោះដែរចៅហ្វាំងក៏បានចាប់ឆ្មាស្នាញ់នេះថើបនៅពេលដែលចៅហ្វាំងថើបឆ្មាស្នាញ់នេះនោះជីសៀននាងកំពុងតែឈរមើលចៅហ្វាំងឬគេពិតជាឆ្ងល់ខ្លាំងមែនទែនហេតុអ្វីចៅហ្វាំងទៅជាបែបនេះប្រហែលជាចៅហ្វាំងនឹងមិនអាចទ្រាំនៅធម្មពលជឿច្រត់មួយនេះគេក៏បានខ្លាចជាមនុស្សដែលបាត់បង់សតិហើយនៅពេលនេះចៅហ្វាំងក៏បានសួរទៅកាន់ឆ្មាស្នាញ់នេះថាតើតើជាមួយនឹងគម្ពីរវេទមន្តដែលរូគេទទួលបានពីការបំពេញភារកិច្ចកាលពីលើកមុនចៅហ្វាំងក៏បានដឹងថាគម្ពីរមួយនេះក៏បានបង្ហាត់បង្រៀនពីបច្ចេកទេសប្រើប្រាស់នៅអាវុធវេទមន្តជាច្រើនដូច្នេះហើយគេពិតជាសប្បាយចិត្តខ្លាំងមែនទែនក៏បានថើបទៅកាន់ឆ្មាស្នាញ់នេះម្ដងទៀតហើយបន្តមកចៅហ្វាំងក៏បានបញ្ចេញនៅគម្ពីរវេទមន្តមួយនោះចេញមកហើយគេក៏បានសិក្សានិងស្វែងយល់អំពីការដកនៅឈើច្រត់វេទមន្តមួយនេះបន្តមកចៅហ្វាំងក៏បានដឹងថាបើសិនជាគេចង់ដកនៅឈើច្រត់មួយនេះតើតែចៅហ្វាំងនឹងមានធម៌ពលនិងកម្រិតខ្ពស់បំផុតនៅពេលនេះដែរកម្លាំងរបស់ចៅហ្វាំងគឺមិនដល់ 100% នោះទេក៏ប៉ុន្តែចៅហ្វាំងតាំងចិត្តខ្លួនឯងថានឹងយកឈើច្រត់មួយនេះទាល់តែបានហើយចៅហ្វាំងក៏បានបញ្ចេញនៅកណ្ដាប់ដៃយៈរបស់គេចេញមកដើម្បីដកនៅឈើច្រត់វេទមន្តមួយនោះហើយធម៌ពលរបស់ឈើច្រត់មួយនោះពិតជាខ្លាំងមែនទែនក៏បានធ្វើឲ្យចៅហ្វាំងខ្ទាតទៅខាងក្រោយក្ពាកឃើញបែបនេះឆ្មាស្នាញ់នេះក៏បានប្រាប់ទៅកាន់ចៅហ្វាំងថាវាមិនងាយស្រួលនោះទេនៅក្នុងការដកនៅឈើច្រត់មួយនេះបើសិនជាចៅហ្វាំងនៅតែបន្តដកទៀតដៃរបស់ចៅហ្វាំងទាំងសងខាងច្បាស់ជាខ្ទេចខ្ទីជាក់ជាមិនខានហើយនេះមិនមែនជាអ្វីដែលមនុស្សធម្មតាអាចទ្រាំបានទេសម្រាប់ចៅហ្វាំងគឺគ្មានពាក្យថាចោះចាញ់ឡើយឬគេក៏បានប្រើនៅកណ្ដាប់ដៃយៈរបស់គេដកយកឈើច្រត់មួយនោះបន្តទៀតហើយកម្លាំងធម៌ពលរបស់ឈើច្រត់មួយនោះក៏បានធ្វើឲ្យចៅហ្វាំងខ្ទាតមកក្រោយម្ដងទៀតហើយចៅហ្វាំងគេនៅតែបន្តក្រោកឈរដើម្បីដកនៅឈើច្រត់មួយនោះម្ដងទៀតដើម្បីការពារប្រជាជននៅក្នុងទឹកដីលីយ៉ាងមួយនេះទោះបីជាស្លាប់ចៅហ្វាំងក៏ត្រូវតែធ្វើគេក៏បានប្រើនៅកណ្ដាប់ដៃយៈរបស់គេដកនៅឈើច្រត់មួយនោះបន្តទៀតក៏ប៉ុន្តែចៅហ្វាំងនៅតែដកឈើច្រត់មួយនោះមិនបានដដែលក៏លេចមកមើលព្រឹត្តិការណ៍ជូសុននេះវិញកំពុងតែប្រយុទ្ធជាមួយនឹងបិ
បិសាចបុរាណយ៉ាងក៏ក្រឹកនៅទីនោះទោះបីជាគាត់ប្រើនៅយុទ្ធសាស្ត្រយ៉ាងណាក៏ដោយក៏មិនអាចបិសាចបុរាណមួយនោះឈឺបន្តិចឡើយនៅពេលដែលព្រឹទ្ធាចារ្យសម្រាប់ខ្លួនរត់គេចពីការវាយប្រហាររបស់បិសាចមួយនោះដោយមិនប្រយ័ត្នក៏បានត្រូវបិសាចបុរាណមួយនោះទះគាត់ផ្ទប់នឹងដៃផាំងហើយបិសាចមួយនោះក៏បានគិតថាព្រឹទ្ធាចារ្យជូស៊ុនក៏បានត្រូវស្លាប់នៅក្នុងកណ្ដាប់ដៃគេទៅហើយនៅពេលដែលគេបើកដៃមកមិនឃើញព្រឹទ្ធាចារ្យសោះហើយកន្លែងមកមើលព្រឹទ្ធាចារ្យនេះវិញក៏បានស្ថិតនៅពីក្រោយបិសាចមួយនោះទៅវិញតែតឹងជាមួយនឹងធម្មពលរបស់គាត់នៅពេលនេះស្ទើរតែអស់ពីខ្លួនបិសាចបុរាណមួយនោះក៏បានប្រើនៅបាត់ដៃរបស់គេវាយប្រហារមកលើព្រឹទ្ធាចារ្យទៀតគឺបែបនេះព្រឹទ្ធាចារ្យក៏បានប្រើនៅយុទ្ធសាស្ត្ររបស់គាត់ទប់ទល់ផងដែរក៏ប៉ុន្តែគាត់ទប់ទល់មិនបាននោះទេគឺដោយសារបិសាចមួយនោះមានកម្លាំងខ្លាំងជាងគាត់ដូច្នេះហើយក៏បានត្រូវបិសាចមួយនោះវាយគាត់ឲ្យធ្លាក់មកក្រោមខ្ពស់ហើយបិសាចបុរាណមួយនោះក៏បាននិយាយថាសមត្ថភាពរបស់ព្រឹទ្ធាចារ្យប៉ុណ្នេះវាប្រៀបដូចជាស្រមោចមួយក្បាលស្ថិតនៅក្នុងកែវភ្នែករបស់គេអញ្ចឹងខណៈពេលនោះដែរព្រឹទ្ធាចារ្យជូស៊ុនក៏បានប្រាប់ទៅព្រះអង្គម្ចាស់ណាងជីងថាចាប់បញ្ឈប់នៅបិសាចមួយនេះភ្លាមទៅហើយគាត់ក៏បានសន្លប់នៅទីនោះតេតើមនុស្សនៅក្នុងក្រុមរបស់ពួកគេគឺមានតែព្រឹទ្ធាចារ្យជូស៊ុនតែប៉ុណ្ណោះដែលខ្លាំងជាងគេនៅក្នុងចំណោមពួកយើងដូច្នេះហើយពួកយើងគ្មានសមត្ថភាពប្រយុទ្ធជាមួយនឹងបិសាចនោះឡើយនៅពេលនេះគេមានតែការដកថយតែប៉ុណ្ណោះអ្នកទាំង3រៀបនឹងដើរចេញហើយលីងអឺក៏បាននិយាយថានៅពេលនេះពួកយើងក៏បានបាត់បង់នៅកងទ័ពជាច្រើនមកហើយរួមទាំងលោកតាជូស៊ុនផងដែរហើយពួកយើងមិនគួរណាដើរចេញបែបនេះទេបើសិនជាពួកយើងដើរចេញតើពួកយើងដោះស្រាយជាមួយនឹងមនុស្សនៅក្នុងលោកយ៉ាងម៉េចទៅសងទាំងពីរនាក់លើបែបនេះគេមិនស៊ូស្លាប់ជាមួយនឹងចៅហ្វាំងឡើយអ្នកទាំងពីរនាក់ក៏បានតម្រាខ្លួនជីសេះរត់ទៅបាត់ទៅតែតឹងជាមួយនឹងរឿងទាំងអស់នេះមិនមែនគាត់មិនចង់ជួយសង្គ្រោះទេក៏ប៉ុន្តែមកមើលសមត្ថភាពរបស់គាត់គឺមិនអាចជួយសង្គ្រោះពួកគេបានឡើយលីនអឺនាងក៏បាននិយាយថានៅក្នុងនាមជាព្រះមហាក្សត្រនៅក្នុងទឹកដីលីយ៉ាងមួយនេះពួកគេមិនអាចបោះបង់ប្រជាជនរបស់គេហើយរត់គេចចេញតែម្នាក់ឯងបានឡើយទោះបីជាមានសង្ឃឹមតិចក៏ដោយក៏ពួកគេនៅតែព្យាយាមដើម្បីបញ្ឈប់បិសាចមួយនេះក៏លេចមកមើលបិសាចឯនេះវិញវាក៏បានដឹងថាព្រឹទ្ធាចារ្យជូស៊ុនគឺជាជើងខ្លាំងមួយរូបបើសិនជាបានស៊ីសាច់របស់ព្រឹទ្ធាចារ្យមិនដឹងឆ្ងាញ់ប៉ុណ្ណានោះទេនៅពេលដែលគេរៀបនឹងចាប់ព្រឹទ្ធាចារ្យទៅហើយព្រឹទ្ធាចារ្យជូស៊ុនក៏បានប្រើយុទ្ធសាស្ត្ររបស់គាត់ដើម្បីទប់ទល់ខណៈពេលនោះលីងអឺក៏បានមកជួយព្រឹទ្ធាចារ្យហើយព្រឹទ្ធាចារ្យមិនចង់ឲ្យលីងអឺមកជួយគាត់នោះទេបើសិនជាលីងអឺនៅតែបែបនេះច្បាស់ជាស្លាប់ទាំងពីរនាក់ជាក់ជាមិនខានហើយទោះបីព្រឹទ្ធាចារ្យនិយាយយ៉ាងណាក៏ដោយលីងអឺនាងមិនចាក់ចេញឡើយនៅពេលនោះបិសាចមួយនោះក៏បាននិយាយថាថ្ងៃនេះគេមិនឲ្យនរណាម្នាក់រត់គេចចេញបានឡើយព្រោះគេនឹងស៊ីមនុស្សទាំងអស់នៅទីនេះបន្ទាប់មកគេនឹងស៊ីមនុស្សនៅក្នុងស្រុកទាំងអស់នៅពេលដែលរៀបនឹងដាក់ព្រឹទ្ធាចារ្យមួយឯកទៅហើយគ្មាននៅពន្លឺមាសមួយយ៉ាងស្ថិតនៅពីមុខនៃបិសាចមួយនោះបិសាចមួយនោះរួមទាំងព្រឹទ្ធាចារ្យជូស៊ុនពិតជាឆ្ងល់ខ្លាំងមែនទែនតើពន្លឺមួយនេះគឺជាពន្លឺអ្វីទៅខណៈពេលនោះដែរលីងអឺនាងក៏បានសម្លឹងមកនាងក៏បានដឹងថាចៅហ្វាំងគេក៏បានរកឃើញនៅឈើច្រត់របស់ព្រះឃើញហើយខណៈពេលនោះដែរបិសាចមួយនោះក៏បានដឹងថាចៅហ្វាំងនឹងដូរឈើច្រត់វេទមន្តមួយនេះដើម្បីបើកត្រានៅការខំខាំងរបស់គេជាថ្មីម្ដងទៀតគេមិនទុកយូរនោះទេក៏បានវាយប្រហារមកលើអ្នកទាំងពីរជីងសៀននាងឃើញបែបនេះគ្មានជំរឿននោះទេមានតែរូបគេតែប៉ុណ្ណោះទប់ទល់ជាមួយនឹងបិសាចមួយនោះហើយនាងក៏បានប្រើនៅស្នៀតដាវវេទមន្តរបស់នាងដើម្បីប្រយុទ្ធជាមួយនឹងបិសាចបុរាណក៏លេចមកមើលចៅហ្វាំងនេះវិញទោះបីជាគេប្រើនៅកណ្ដាប់ដៃយ៉ាក់ដកនៅឈើច្រត់មួយនេះយ៉ាងណាក៏ដោយគេនៅតែដកមិនបានដកដែរនៅពេលដែលឃើញជីងសៀនស្ថិតនៅក្នុងគ្រោះថ្នាក់ចៅហ្វាំងក៏បានប្រើនៅដៃទាំងពីររបស់គេដកឈើច្រត់វេទមន្តមួយនោះម្ដងទៀតហើយគេក៏បានប្រើនៅកម្លាំងរបស់គេមួយទំហឹងហើយថែមទាំងនិយាយថាសូមឲ្យព្រះផ្ដល់ឱកាសឲ្យគេដើម្បីកម្ចាត់បិសាចមួយនេះបន្ទាប់មកចៅហ្វាំងក៏បានដកនៅឈើច្រត់មួយនោះបានដោយជោគជ័យហើយកម្លាំងនៃឈើច្រត់មួយនោះក៏បានផ្ទុះលឺសូតែប៊ឹងនៅពេលនេះដែរចៅហ្វាំងក៏បានដកនៅឈើច្រត់មួយនោះបានសម្រេចគេក៏បានឈរកាន់ឈើច្រត់មួយនោះយ៉ាងសង្ហាហើយព្រឹទ្ធាចារ្យជូស៊ុនហើយនឹងលីងអឺនេះវិញអ្នកទាំងពីរក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលឃើញចៅហ្វាំងធ្វើរឿងមួយនេះបានដោយជោគជ័យនៅពេលដែលជីងសៀនប្រើស្នៀតដាវរបស់គេទប់ទល់ជាមួយនឹងបិសាចមួយនោះសងទាំងពីរអ្នកក៏បានដឹងថាស្នៀតដាវមួយនេះគឺជាស្នៀតដាវដែលនៅក្នុងប៉ាសៀនជីរបស់ពួកគេសម្លឹងឲ្យយូរបន្តិចទៅពួកគេក៏បានដឹងថាស្នៀតមួយនេះគឺជាស្នៀតរបស់ជីងសៀននៅពេលដែលជីងសៀនប្រើនៅស្នៀតដាវរបស់គេទប់ទល់នោះក៏មាននៅពន្លឺពណ៌មាសបាញ់មកត្រូវដៃរបស់បិសាចបុរាណហើយគណៈពេលនោះដែរជីងសៀននេះមិនដឹងថាកម្លាំងធម្មពលរបស់អ្នកណាឡើយដោយសារការបញ្ចេញនៅកម្លាំងច្រើនពេកនាងក៏បានសន្លប់បាត់បង់ស្មារតីនៅពេលនោះឃើញបែបនេះចៅហ្វាំងក៏បានសម្រាកខ្លួនទៅជួយនាងផងដែរចៅហ្វាំងក៏បាននិយាយថានៅក្នុងជីវិតរបស់មនុស្សពួកយើងកើតមករស់បានតែម្ដងតែប៉ុណ្ណោះដូច្នេះហើយបើសិនជាមានលើកក្រោយកុំធ្វើរឿងបែបនេះអីហើយយ៉ាងកំពុងតែវាយគ្នាជាមួយនឹងបិសាចផងធ្វើអីមកស្វីតអីណាឃើញបែបនេះព្រឹទ្ធាចារ្យជូស៊ុនក៏បានដឹងថាកាលពីមុនបិសាចបុរាណមួយនេះត្រូវបានបង្ក្រាបដោយលំពេញរបស់ព្រះព្រោះគាត់មិននឹកស្មានថាចៅហ្វាំងអាចដកនៅលំពេញរបស់ព្រះបានទេហើយចៅហ្វាំងនេះបីចេញសៀនមួយសន្ទុះហើយមិនទាន់ធ្លាក់មកដល់ដីទៀតចៅហ្វាំងក៏បានប្រាប់ចេញសៀនឲ្យចាំរកគេនៅទីនេះមួយផ្លែតបន្ទាប់ពីគេបានកម្ចាត់នៅបិសាចបុរាណនេះរួចហើយគេនឹងមករកចេញសៀនវិញខណៈពេលនោះដែរចៅហ្វាំងក៏បានសម្រាកខ្លួនទៅលើកាន់លំពេញដោយក្លាហានហើយបិសាចបុរាណមួយនោះក៏បាននិយាយមកកាន់ចៅ
จ้าฟังท่าเจ้าฟังกลั่นแต่จีมนุษย์ธรรมดาแต่ปนโนเหตุไว้เจ้าฟังโดนในลมไปในระบบเปรมุนี้บานในระเบียบหน้าเจ้าฟังเก๋มันในใหญ่เจริญนุเตตุจีเรื่องไว้ก็ได้เจ้าฟังนึงเทอเวียต่อแต่บ้านเนื้อไปนู้เจ้าฟังกับบันฟก้าวีประหารแต่เลือใบสายโบราณมือนู้หอยกรุซอลมันเนี่ยนี่เว้นก็มันนึกสมันท่าเจ้าฟังอัดโดนในลมไประบบเปรบานเต้หอยเนื้อไปนี้ลมไปมือนู้กับบันทัดในขนมใดระบบเจ้าฟังจะบาเจียเจ้าฟังอัดกำจัดเนื้อใบสายโบราณมือนู้บานจะเจียมันข้านโดยใช้หอยกดเลยใต้บรรจบเจ้าฟังเนื้อไปนี้พระเจ้าจุดส่วนกับบันดังท่าลมไประบบเปรมุนี้อาจมันกลับบ้านแต่ใบสายแต่ปนโนเจ้าฟังเกมันอาจตุบโตจมูกหนึ่งครูสาวบานเลยโดยใช้หอยปุยังกุนาใต้ช่วยประโยชน์จมูกหนึ่งเจ้าฟังหอยเนื้อไปนู้เนี่ยตั้งออกนี้กับบันโจลอมปีพระเจ้าในใหญ่รวมทั้งสองตั้งปีเนี่ยนู้มันต่อมปุเกตั้งบนเนี่ยกับบันฝึกการประโยชน์จมูกหนึ่งครูสาวมันเนี่ยนู้แต่มาดองก็เลยมาเมื่อใบสายโบราณในวิญกับบันฝึกการวิประหารมาเลยเจ้าฟังโดยจ่าเจ้าฟังเกสำราญโคลนกิจเลื่อนเฟื่อยใบสายโบราณมวยนู้ปีบ้าตุบโตจมูกหนึ่งเจ้าฟังปัดแมนขณะไปโนได้เจ้าฟังกับบันเพลินลมไประบบเกกัดไปเคยขนองระบบใบสายโบราณมวยนู้ก็ทว่าไอเวทเฉยจับคลังเมนเทนเจ้าฟังกับบันสำราญโคลนลางเตลบันโตหากเกกับบันเลิกเนยลมไปมวยนู้ล้างหอยลมไปมวยนู้กับบันเป็นเจ้งเนยทำมาโปรดอาจามวยหอยกระบวนเวทมนต์มวยนี้วีจีกระบวนระบบประจัยอัธริยได้โปเกเปรในกระบวนมวยนี้ดำใบบังคับใบสายแตงอ้อโดยเฉพาะหอยเจ้าฟังก็จะได้แต่เปรในกระบวนมวยนี้ดำใบคมแข้งใบสายโบราณมาดองเตี้ยใบสายโบราณวีปัจเจียขังคลังเมนเทนวีกับบันคมเต็กเนยดมทโมจิเจริญหอยกับบันเปรเนยดมทโมแตงนู้วีประหารมาเลยเจ้าฟังก็บรรทายมันอาจทว่าไว้เจ้าฟังบานเลยเจ้าฟังกับบันเปรเนยทำมาโปลมไปมวยนู้ดำใบประโยชน์จะมวยหนังใบสายเนยไปโน้นได้ใบสายโบราณมวยนู้วีกับบันทว่าก้าตบโตจะมวยหนังลมไประบบเจ้าฟังผู้ยังกับบันดังท่าลมไปมวยนู้วีปัจเจียเหม็นกำลังคลังเมนเทนใบสายโบราณมวยนู้มันอาจตบโตจะมวยนั่งกำลังลมไปบานเลยหอยใบสายมวยนู้กับบันเตยเจ้าฟังจะตำลุกล้วนระบบเกเตอร์มันต่อปีเตยเจ้าฟังจะตำลุกล้วนระบบเกรุดมือหอยกำลังทำมาโป้นขนมคล้วนใบสายมวยนู้วีกำปงใต้ระลดมาดงบนเตยมาดงบนเตยใบสายมวยนู้กับบันใหญ่มากันเจ้าฟังท่าเกนึงตลอดหมกวิญญาจิตทำไมมันลงเตี้ยดำใบทรงซักจะมวยหนังเจ้าฟังบนต่อปีในใหญ่ประมาณมัดรุ่ยหอยทำมาโป้นขนมคล้วนระบบเกกับบันระลดออกเตยหอยเจ้าฟังกับบันบรรชบใบสายมวยนู้บันดาวโจกเจยเนื้อเป็นนี้คือเนื้อซอแต่กลัวซอมาแนนูเต้เนื้อเป็นได้ใบสายนูตระบานกำจัดดาวเจ้าฟังรูเกคือขมิ้นเอาไว้ปังไผ่ลอยก็บันแต่กลัวซอมาแนนูมันเปริ่มจ่อจันลอยกอดกับบันใหญ่ท่าไงนี้ผู้อังคือมีนสำนางไงกระเลยขี้มันเอาผู้อังหรือคล้วนบันลอยมันต่อปีในใหญ่หอยเกกับบันเฉลยได้เกคล้วนตัวบาดเตยเนื้อเป็นนูได้สองแตงปีเนี่ยนูกอดก็จ้องตัวจับกลัวซอมาเว้นได้ก็บันแต่เตยนางเชิงคนเนี่ยแตงปีก็เลยมาเมื่อเจ้าฟังในเว้นเกกับบันบรรชอบเนื้อพิรกิจมวยนี้บันดาวโจกเจยหอยขณะเป็นนูได้ซิสเต็มกับบันลดจังมกก็บ้านประเมียนตะการเจ้าฟังก็โปรตายเจ้าฟังคือเพราะเนยธรรมโปเจริญเป้เนยไปได้ธรรมโปเกอปิคล้วนเจ้าฟังกับบันสลบแถลมกรมหอยขณะเป็นนูได้จริงสินนี่กับบันเตยช่วยเจ้าฟังเกกับบันประกอบเจ้าฟังตะการปฏิจจาจุซนคือโดยสาปฏิจจาก็เชี่ยกรูเป็ดมันเนี่ยได้โดยจะหอยตกไอก้อนปีนัดเตลเรียงไกระบอกเจ้าฟังสั้นหอยขณะเป็นนูได้นางเชนกับบันใหญ่ท่าเจ้าฟังก็เชี่ยมนุษย์ดอกอาจารย์มันเนี้ยในขนมตักใดลียางมวยนี่รูกอดเตยใต้เจียบาเจ้าฟังเอาบันเชี่ยเนยไปได้ปฏิจจาจุซนสเตียบจิบโจระบอกเจ้าฟังกอดกับบันดังท่าเจ้าฟังเติบแต่บันฉลองกัดนังกาประโยชน์ดอกอาจารย์มวยโดยสากำลังธรรมโปออกไปโคลนเป๊กเติบเกสำหรับบัตรสมาได้แบบนี้หายบันเตติดนี้เกนักดังโคลนหมกเวงนางเชงกับบันใหญ่ท่าผู้ยังมันกูนาเนยตีนีจูเต้ผู้ยังเตยแต่เฟื่องหน้าตลบเตยเวงให้เกกับบันเพราะเนยยุตสารระบอกเกบันเจงเจียตูวิตามินดอกทอมมวยบันต่อเมาปฏิจากับบันเกลียเจ้าฟังโจเตยขนมตุกนู่ก็เลยมาเมื่อกองตอบถึงออกในเวงเนี่ยคลากับบันเตยระบบงนเนี่ยคลาเทียกับบันเตยระบบสระหายเนี่ยคลาเทียก็เตยบันสลาบเนี่ยได้เนยรู้โปเกกับบันเฟื่องหน้าตลบเตยเวงหายลิงเนี่ยกับบันซัวตะการจิงเซียนท้าแต่เจ้าฟังให้นางจิงเซียนสกอเนี่ยปีมนตาเมนเตจิงเซียนกับบันปรับเรื่องรายถึงออปรับตะการลิงโดยสายแต่เจ้าฟังบันช่วยสังกัดชีวิตระบบเกปีมนโมกกรอนแต่เลือกแบบนี้ลิงเนี่ยกับบันตำแหน่งตังหมกเจ้าปะได้รูเกมันกัวหน้าสกอเจ้าฟังกระโดดจิงเซียนเตขณะเป็นนูได้สองตังปีเนี่ยกับบันดาโมกสู่ตะการจิงเซียนท้าเตรียมคลุ้นรุดหายรินเนอร์ผู้ยังเตยใต้เฟื่องดำน้าเติมหมกบนโตเตียดดำใบขโมยเกาะข้านในขนมกาเรียบก้าจมวยหนึ่งเจ้าเย็นจงในเป็นนี้ลิงกับบันดังท่าจิงเซียนหนึ่งเย็นจงกับบันจอบเพี้ยจมวยขเนียรุดหมกหายในเป็นนี้เกอแตต้องจมวยหนึ่งเจ้าฟังบ้านในเป็นได้เนี่ยต้องออกขเนียเฟื่องดำน้าจะเจงเตยกรุสลกับบันบังหันโคลนโมกรุกอดกับบันใหญ่ท่ารุกอดกับบันจอบธรรมโพจมวยนั่งลมเป็นแปรมวยนูหายโดยชนิดหายตุใบจีเจ้าฟังเยาวในลมไปมวยนูเตนาก็ได้ก่อนในใต้ตามเราเคยโดยชนิดหายก็เตยใต้เฟื่องดำน้าตะการอาณาจักรลียางดำใบเฟื่องการทรงซักอาการตายคนเงาะเชียงนี้เตี้ยหายมันอยู่นูเต้สังเกตนั่งกัดล่างสาจิตทำไมลงเตี้ยมันต่อไปในใหญ่หายกอดกับบันบางคล้นบัดปีตีนูเตอร์ก็หมายขัดเปยุโจมดอสัจเรื่องระบายยังแต่มาดองสัจเรื่องกับบันจับด้ามเนเปนูได้นางกงชิงเกกับบันเฟื่องดำน้ามาดอตี
ក្រុងរបស់គេវិញហើយទីក្រុងមួយនេះក៏មានឈ្មោះថាកៅយ៉ាងនៅពេលដែលគេធ្វើដំណើរមកដល់ទីនេះកងទ័ពទាំងអស់ក៏បានធ្វើការគោរពទៅដល់នាងកងឈីងស្វាគមន៍ព្រះអង្គម្ចាស់ឈីងត្រឡប់មកទីក្រុងវិញនៅពេលដែលពួកគេធ្វើដំណើរផុតមកច្រកបន្តិចនាងឈីងក៏បានប្រាប់ទៅកាន់ព្រឹទ្ធាចារ្យជូសុនថាតេតងជាមួយនឹងចៅហ្វាំងពួកគេគឺប្រកល់ទៅឲ្យព្រឹទ្ធាចារ្យជួយមើលថែផងនៅពេលដែលចៅហ្វាំងជាសះស្បើយនាងឈីងនឹងត្រឡប់មកវិញហើយព្រឹទ្ធាចារ្យក៏បានយល់អំពីនាងឈីងនិយាយផងដែរបន្ទាប់មកនាងឈីងក៏បានជិះសេះចាក់ចេញពីទីនោះទៅព្រឹទ្ធាចារ្យជូសុនក៏បានឆ្ងល់ទៅកាន់លីងអឺពិតមែនហើយអ្វីបានជាលីងអឺមិនត្រឡប់ទៅរាជវាំងអញ្ចឹងដូច្នេះហើយលីងអឺក៏បាននិយាយថាចៅហ្វាំងក៏បានត្រូវរបួសនៅទីនេះដូច្នេះហើយគេមិនទៅណានោះទេគេនៅមើលថែចៅហ្វាំងនៅទីនេះដែរគ្រាន់តែលើកបែបនេះភ្លាមព្រឹទ្ធាចារ្យក៏បានសម្លឹងទៅកាន់លីងអឺគាត់ក៏បានញញឹមថែមទៀតលីងអឺនាងក៏បាននិយាយថាតេតងជាមួយនឹងចៅហ្វាំងគេគឺជាមនុស្សម្នាក់ដែលរួមចំណែកយ៉ាងធំធេងចំពោះប្រទេសលីយ៉ាងរបស់យើងដូច្នេះហើយក្នុងនាមជាព្រះនាងខ្ញុំនឹងមើលថែគេដូចជាព្រះអង្គក្នុងនាមជារាជវង្សព្រឹទ្ធាចារ្យក៏បានដឹងថាលីងអឺកំពុងគិតអីហើយគាត់ក៏បានសម្លឹងមកទៅកាន់លីងអឺធ្វើឲ្យលីងអឺអៀនគាត់ខ្លាំងមែនទែនគាត់ក៏បានសើចហើយគាត់ក៏បានយល់នៅរឿងទាំងអស់នេះដែរបន្ទាប់មកគាត់ក៏បានដើរចាក់ចេញពីទីនោះនៅពេលដែលពួកគេទាំងពីរនាក់ដើរតាមផ្លូវនោះលីងអឺនាងក៏បានតាមសួរលោកគ្រូរហូតតើលោកគ្រូមិនជឿខ្ញុំនិយាយតើមែនទេតើតើជាមួយនឹងលីងអឺនាងគឺជាព្រះនាងតើឲ្យលោកគ្រូមិនអាចជឿនៅព្រះនាងបានដោយរបៀបណានៅពេលដែលអ្នកទាំងពីរកំពុងនិយាយគ្នាស្រាប់តែពេលនោះក៏មាននៅលោកយាយម្នាក់គាត់ក៏បាននិយាយទាំងភ័យថាមាននៅរឿងអាក្រក់កើតឡើងនៅទីនេះហើយអ្នកទាំងពីរពិតជាឆ្ងល់ខ្លាំងមែនទែនតើមាននៅរឿងអ្វីចំពោះលោកយាយក៏បាននិយាយថាមានមនុស្សចាស់ម្នាក់ត្រូវបានពលអ្វីមួយដោយមិនដឹងមូលហេតុលើដូច្នេះហើយលោកគ្រូក៏បានប្រញាប់ទៅភ្លាមគាត់ក៏បាននិយាយថាឲ្យលីងអឺដោះស្រាយជាមួយនឹងចៅហ្វាំងផងក៏លេចមកមើលចៅហ្វាំងនេះវិញគឺមិនទាន់ដឹងខ្លួននោះទេសាច់រឿងក៏បានកាត់មកនៅខាងមុខទីក្រុងនេះវិញក៏លេចអវត្តមានរបស់វ៉ាន់ជៀននៅទីនេះទីបំផុតនាងក៏បានមកដល់ទីនេះហើយតាក់ទងជាមួយនឹងឃាតករដែលគេបានជួលឲ្យសម្លាប់ចៅហ្វាំងពួកគេក៏បានបរាជ័យនៅក្នុងការងារមួយនេះនៅពេលនេះដែរវ៉ាន់ជៀនមកទីនេះដើម្បីស្វែងរកនៅចៅយៀនចុងមិនដឹងថារូបនាងមានគំនិតអ្វីឡើយតាក់ទងជាមួយនឹងចៅយៀនចុងពួកគេក៏បានពេញចិត្តទៅលើរាងកាយរបស់វ៉ាន់ជៀនដូច្នេះហើយបើសិនជាវ៉ាន់ជៀនតាក់ទងជាមួយនឹងចៅយៀនចុងបានវាពិតជាងាយស្រួលនៅក្នុងការសងសឹកទៅកាន់ចៅហ្វាំងវិញនៅពេលដែលវ៉ាន់ជៀនដើរចូលនោះនាងក៏បានប្រែកាឡាខ្លួនរបស់នាងទៅជាកសិករនៅក្នុងទីក្រុងនោះសាច់រឿងក៏បានកាត់មកនៅឯនេះវិញក៏មាននៅបរិប3នាក់កំពុងតែអង្គុយតាំងសមាធិក្លែកទៅមើលជុំវិញខ្លួនរបស់ពួកគេក៏មាននៅផ្សែងអាប់ខ្មៅជាច្រើនវាហាក់បីដូចជាផ្សែងពុលអញ្ចឹងខណៈពេលនោះដែរព្រឹទ្ធាចារ្យក៏បានធ្វើដំណើរមកដល់ពួកគេក៏បានគោរពមកកាន់លោកគ្រូជាចៅហ្វាយនេះនៃវិមានអមតៈឃើញបែបនេះព្រឹទ្ធាចារ្យក៏បានដឹងថាវាគឺជាផ្សែងពុលគាត់ក៏បាននិយាយខ្លាំងៗទៅកាន់អ្នកទាំង3គាត់មកនៅទីនេះក្នុងរយៈពេលកន្លះខែតែប៉ុណ្ណោះមិននឹកស្មានថាអ្នកទាំង3ហ៊ានទៅព្រៃអាប់ដោយគ្មានការអនុញ្ញាតពីរូបគាត់ហើយព្រឹទ្ធាចារ្យមិនដាក់ទោសអ្នកទាំង3ឡើយក៏ប៉ុន្តែចាប់ពីថ្ងៃនេះទៅអ្នកទាំង3មិនអាចចូលទៅក្នុងព្រៃអាប់បានទៀតឡើយបរិសម្នាក់ក៏បាននិយាយថាព្រះពលាដែលស្ថិតនៅក្នុងព្រៃអាប់នោះវាពិតជាមានភាពតាក់ទាញពេកសម្រាប់អ្នកហាត់យុទ្ធសាស្ត្រដូចជាពួកគេមុនពេលពួកគេធ្វើដំណើរទៅទីនោះពួកគេក៏បានត្រៀមខ្លួនរួចរាល់ហើយក៏ប៉ុន្តែពួកគេមិននឹកស្មានថាថ្នាំកម្លាំងដែលគេទទួលបានពីចៅយៀនចុងវាមិនដំណើរការទាល់តែសោះបរិសម្នាក់ទៀតក៏បាននិយាយថាពួកយើងក៏ត្រូវចៅយៀនចុងបោកប្រាស់ហើយបន្ទាប់ពីពួកគេធ្វើដំណើរចាក់ចេញពីព្រៃអាប់ពួកគេទាំង3នាក់ក៏មានសភាពបែបនេះពួកគេទាំង3នាក់ក៏បានសុំអង្វរទៅកាន់ព្រឹទ្ធាចារ្យបង្កើតនៅថ្នាំបន្សាបដើម្បីជួយសង្គ្រោះពួកគេនៅពេលដែលព្រឹទ្ធាចារ្យជុសុនប្រយុទ្ធជាមួយនឹងបិសាចបុរាណនោះគាត់ក៏បានត្រូវរបួសយ៉ាងធ្ងន់ធ្ងរដូច្នេះហើយគាត់មានកម្លាំងតិចតួចណាស់គាត់ខ្លាចតែគ្មានវិធីបង្កើតនៅថ្នាំដែលបំបត្តិជាតិពុលថ្នាក់ទី4ទេគ្រាន់តែលើបែបនេះភ្លាមបរិសទាំង3នាក់នោះហាមាត់ឡើងប៉ុណ្ណាណីរូគេក៏បាននិយាយថានៅក្នុងអាណាចក្រលីយ៉ាងមួយនេះគឺមានតែព្រឹទ្ធាចារ្យហើយនឹងចៅយៀនចុងតែប៉ុណ្ណោះដែលជាអ្នកបង្កើតនៅថ្នាំបុរាណនៃកម្រិតទី4ហើយបើសិនជាព្រឹទ្ធាចារ្យមិនអាចបង្កើតនៅថ្នាំបន្សាបបានទេពួកគេនឹងត្រូវស្លាប់ជាក់ជាមិនខានតាក់ទងជាមួយនឹងចៅយៀនចុងគឺជាមនុស្សដេរឆានដែលមិនអាចពឹងពាក់គេបានឡើយហើយព្រឹទ្ធាចារ្យក៏បាននិយាយថាចៅយៀនចុងគឺជាមនុស្សអាក្រក់ដែលគាត់បានដឹងជាយូរណាស់មកហើយគេក៏បានខកខិតជាមួយនឹងមនុស្សអាក្រក់នៅពេលដែលព្រឹទ្ធាចារ្យកំពុងតែនិយាយគ្នាក៏មាននៅសម្លេងរបស់បុរសម្នាក់និយាយថាសួស្ដីអ្នកទាំងអស់គ្នានៅទីនេះហើយសងទាំងពីរនាក់ក៏បានធ្វើដំណើរមកជាមួយនឹងគេផងដែរហើយគេគឺជាចៅយៀនចុងនឹងឯងសាច់រឿងក៏បានកាត់មកកន្លែងចៅហ្វាំងនេះវិញចៅហ្វាំងក៏បានភ្ញាក់ឡើងនៅពេលដែលចៅហ្វាំងសម្លឹងទៅកាន់របស់របរនៅទីនោះរូគេមិនដឹងថានៅពេលនេះគេនៅទីណាឡើយចៅហ្វាំងពិតជាឈឺក្បាលខ្លាំងមែនទែនស្ថិតនៅក្នុងខ្លួនរបស់គេគឺគ្មានកម្លាំងទាល់តែសោះមើលទៅកាន់របស់របរដែលស្ថិតនៅជុំវិញខ្លួនរបស់គេរូគេនៅតែមិនដឹងថាគេនៅទីណាឡើយខណៈពេលនោះឆ្មាស្នេហ៍នេះក៏បានចេញមកគេក៏បានប្រាប់ទៅកាន់ចៅហ្វាំងថាទីនេះគឺជាទីក្រុង
ក្រុងកៅយ៉ាងសមាសញ្ញាក៏បានបញ្ចេញនៅតារាងរបស់គេចេញមកអបអរទៅកាន់ចៅហ្វាំងដែលចៅហ្វាំងអាចបញ្ចប់នៅដំណាក់កាលទី2នៃបេសកកម្មកម្ចាត់បិសាចបុរាណហើយចៅហ្វាំងក៏បានទទួលបានពិន្ទុដល់100លានឯណោះហើយនៅពេលនេះចៅហ្វាំងក៏ត្រូវបានដំឡើងទៅជាស្ដេចបាច់គុណដែលមានឋានៈផ្កាយ9ហើយចៅហ្វាំងនៅពេលនេះក្លាយជាមេទ័ពផ្កាយ9ចៅហ្វាំងមិននឹកស្មានថាបេសកកម្មមួយនេះបានរង្វាន់ច្រើនបែបនេះទេភ្លាមមិញនេះគេក៏បានស្ដារនៅធម្មពលរបស់គេបានឡើងវិញចៅហ្វាំងក៏បានសួរទៅកាន់ឆ្មាស្នែងនាគថាជីងសៀននៅឯណាដែរហើយឆ្មាស្នែងនាគក៏បាននិយាយថាមិនបាច់ព្រួយបារម្ភពីជីងសៀននោះទេរូគេក៏បានដឹងមកថាជីងសៀននាងគឺត្រូវរៀបការជាមួយនឹងចៅយិនជុងនៅថ្ងៃខាងមុខនេះដូច្នេះហើយយើងមិនបាច់ខ្វល់ពីនាងនោះទេគ្រាន់តែលើបែបនេះចៅហ្វាំងខឹងខ្លាំងមែនទែនមិននឹកស្មានថារូគេនឹងត្រូវរៀបការជាមួយនឹងចៅយិនជុងឆ្មាស្នែងនាគក៏បាននិយាយប្រាប់ចៅហ្វាំងបន្ថែមទៀតថាតាមគំនិតនិងការមើលឃើញរបស់គេជីងសៀននាងមិនល្អឡើយរូគេក៏បានធ្លាប់ឃើញមនុស្សស្រីបែបនេះជាច្រើនណាស់ហើយចៅហ្វាំងមិនបាច់យកមនុស្សស្រីបែបនេះដាក់នៅក្នុងបេះដូងនោះទេហើយចៅហ្វាំងនេះសែតផុងអីផុងដាក់ទៅកាន់ឆ្មាស្នែងនាគមួយដៃទៅតាក់ទងជាមួយនឹងជីងសៀននាងក៏បានលះបង់ជីវិតដើម្បីជួយចៅហ្វាំងតើវាអាចទៅរួចបានដោយរបៀបណាដែលជីងសៀនត្រូវរៀបការជាមួយនឹងមនុស្សអាក្រក់ដូចជាចៅយៀនជុងប្រហែលជីងសៀនត្រូវគេបង្ខំឲ្យមើលទៅនៅពេលនេះចៅហ្វាំងគ្មានកម្លាំងនៅក្នុងខ្លួនឡើយដោយសារគេប្រត់នៅធម្មពលច្រើនពេកដូច្នេះហើយកម្លាំងរបស់គេក៏បានប្រតិកម្មបើសិនចង់ឲ្យកម្លាំងរបស់គេមកដូចដើមវិញត្រូវតែព្យាបាលរយៈពេល3ទៅ4ឆ្នាំឯណោះគ្រាន់តែលើបែបនេះចៅហ្វាំងប្រជាភ្ញាក់ផ្អើលខ្លាំងមែនទែនតាក់ទងជាមួយនឹងការប្រជុំរបស់ត្រកូលចៅនឹងចិត្តចាប់ផ្ដើមនៅក្នុងពេលឆាប់នេះមកហើយតើមានថ្នាំណាអាចព្យាបាលចៅហ្វាំងឲ្យចៅហ្វាំងជាសះស្បើយភ្លាមបាននៅពេលនេះខណៈពេលនោះដែរឆ្មាស្នែងនាគក៏បានបញ្ចេញនៅប្រអប់រង្វាន់ចេញមកហើយឆ្មាស្នែងនាគក៏បាននិយាយថាដើម្បីផ្លាស់ប្ដូរជាមួយនឹងប្រអប់ដ៏ពិសេសមួយនេះបានគឺត្រូវតែយកពិន្ទុ1លាននៃការវិប្រហារដើម្បីផ្លាស់ប្ដូរជាមួយនឹងប្រអប់ដែលមានកម្រិតខ្ពស់បើសិនជាចៅហ្វាំងអាចទទួលបានវានឹងព្យាបាលរបស់ចៅហ្វាំងបានភ្លាមហើយចៅហ្វាំងក៏បានធាក់ឆ្មាស្នែងនាគមួយជើងឡើងប៉ើងហើយចៅហ្វាំងក៏បាននិយាយថាតាអ្នកកំងហូបឲ្យខ្ញុំស៊ីតាមែនទេមុននេះដែរចៅហ្វាំងក៏ទទួលបាន1លានពិន្ទុនៃគុណសម្បត្តិដោយបញ្ចប់បេសកកម្មហើយតម្លៃនៃការបដូរជាមួយនឹងប្រអប់ពិសេសមួយនេះគឺមិនដល់ថ្នាក់នឹងឡើយគិតថាចៅហ្វាំងល្ងងតើមែនទេតែតើជាមួយនឹងចៅហ្វាំងគេជាអ្នកបង្កើតថ្នាំដែលមានកម្រិតទី5ដូច្នេះហើយចៅហ្វាំងអាចយកនៅ5កម្រិតនេះផ្លាស់ប្ដូរជាមួយនឹងប្រអប់ពិសេសមួយនេះបានដែរឬទេឆ្មាសាញ់នេះវិញក៏បាននិយាយថាទោះបីជាចៅហ្វាំងផ្លាស់ប្ដូរជាមួយនឹង5កម្រិតរបស់ចៅហ្វាំងក៏ដោយក៏ប៉ុន្តែចៅហ្វាំងគឺជាមនុស្សដែលនៅក្នុងគ្រួសារចៅដូច្នេះហើយចៅហ្វាំងក៏មាននៅសក្តានុពលមួយសម្រាប់ខ្លួនឯងហើយនៅពេលនេះចៅហ្វាំងមានអ្វីនៅក្នុងដៃដែរហើយចៅហ្វាំងក៏បានសើចថែមទាំងនិយាយថាទីនេះគឺជាទីក្រុងដ៏ធំមួយតើចៅហ្វាំងអាចរកនៅពិន្ទុ1លានពិន្ទុបានដោយរបៀបណាដែរវាពិតជាពិបាកណាស់នៅក្នុងការស្វែងរកបន្តមកឆ្មាសាញ់នេះក៏បានយល់អំពីចៅហ្វាំងនិយាយនៅពេលដែលអ្នកទាំងពីរកំពុងនិយាយគ្នានោះក៏មាននៅមនុស្សស្រីម្នាក់ក៏បានបើកទ្វារដើរចូលមកហើយយើងមិនដឹងថាគេជាអ្នកណាឡើយនៅពេលនោះដែរលីងនាងក៏បានបើកទ្វារចូលមកគេក៏បានសួរទៅកាន់ចៅហ្វាំងតើចៅហ្វាំងដឹងខ្លួនហើយតើមែនទេឃើញបែបនេះចៅហ្វាំងក៏បានសប្បាយចិត្តផងដែរហើយគេមិនកើតអ្វីឡើយលីងនាងក៏បាននាំយកថ្នាំបុរាណដែលមានកម្រិតទី3ដែលព្រឹទ្ធាចារ្យជុសុនគាត់ក៏បានរៀបចំទុកសម្រាប់ព្យាបាលរបស់ចៅហ្វាំងហើយចៅហ្វាំងគួរណាស់តែលេបថ្នាំមួយនេះដើម្បីព្យាបាលរបស់គេជាមុនសិនចៅហ្វាំងឃើញដូច្នេះក៏យកថ្នាំនោះមកទុកក៏ប៉ុន្តែគេមានរឿងមួយដែលចង់ឲ្យលីងជួយរូបគេហើយលីងនាងក៏បាននិយាយថាសម្រាប់ចៅហ្វាំងគេគឺជាអ្នកមានគុណដ៏អស្ចារ្យក្នុងអាណាចក្រលីយ៉ាងទាំងមូលចៅហ្វាំងចង់បានអ្វីសូមប្រាប់មកគេចុះចៅហ្វាំងក៏បាននិយាយថាគេចង់ឲ្យលីងហ្នឹងទៅខ្ចីឆ្នាំងវីតាមីនពីព្រឹទ្ធាចារ្យជូសុនក៏ព្រោះតែចៅហ្វាំងចង់ស្លថ្នាំដោយខ្លួនឯងលើបែបនេះលីងក៏បានភ្ញាក់ផ្អើលផងដែរមិននឹកស្មានថាចៅហ្វាំងអាចស្លថ្នាំដោយខ្លួនឯងបានគេក៏បាននិយាយថាមិនបាច់ខ្ចីឆ្នាំងពីលោកតាជូសុននោះទេខ្ញុំក៏មានឆ្នាំងវីតាមីនមួយនេះដែរហើយខណៈពេលនោះដែរលីងនាងក៏បានបញ្ចេញនៅឆ្នាំងវីតាមីនចេញមកដើម្បីប្រកល់ឆ្នាំងនេះឲ្យចៅហ្វាំងបន្ទាប់ពីទទួលបាននៅឆ្នាំងវីតាមីនមកចៅហ្វាំងគេមិនចាំយូរនោះទេគេក៏បានចាប់ផ្ដើមនៅការស្លថ្នាំរបស់គេតែម្ដងលីងឃើញបែបនេះនាងមិននឹកស្មានថាចៅហ្វាំងចេះនៅវិជាស្លថ្នាំដែលមានកម្រិតទី5ចៅហ្វាំងក៏បានប្រាប់ទៅកាន់ឆ្មាស្នែងនាគឆាប់បញ្ចេញប្រអប់រង្វាន់ឲ្យគេភ្លាមមកហើយឆ្មាស្នែងនាគក៏បានបញ្ចេញនៅប្រអប់រង្វាន់ហើយនៅក្នុងប្រអប់នោះក៏មាននៅរុក្ខជាតិសំខាន់ៗជាច្រើនហើយចៅហ្វាំងក៏បានយកនៅរុក្ខជាតិទាំងអស់ដាក់ចូលទៅក្នុងឆ្នាំងវីតាមីនដើម្បីស្លថ្នាំហើយការស្លថ្នាំរបស់គេពិតជាទំនងខ្លាំងមែនទែនបន្ទាប់ពីដាក់រុក្ខជាតិនៅក្នុងឆ្នាំងនោះទាំងអស់រួចហើយចៅហ្វាំងគេក៏បានចាប់ផ្ដើមប្រើនៅកម្លាំងធាតុរបស់គេដុតនៅឆ្នាំងវីតាមីនមួយនោះដើម្បីស្លថ្នាំរបស់គេនៅពេលដែលលីងឃើញក្បួនស្លថ្នាំរបស់ចៅហ្វាំងបែបនេះមិននឹកស្មានថាចៅហ្វាំងអាចស្លថ្នាំទាំងអស់នៅក្នុងពេលតែមួយតាក់ទងជាមួយនឹងលីងនាងក៏ធ្លាប់ស្លថ្នាំរាប់សិបដងមកហើយគេមិនអាចជួបក្បួនបែបនេះទេសូម្បីតែព្រឹទ្ធាចារ្យជូសុនក៏មិនចេះនៅជំនាញបែបនេះដែរនៅពេលដែលចៅហ្វាំងប្រើធម្មពលដុតនៅឆ្នាំងមួយនោះរុក្ខជាតិទាំងអស់
ដែលស្ថិតនៅក្នុងឆ្នាំងក៏បានប្រែក្លាយជាថ្នាំមួយគ្រាប់រុក្ខជាតិមួយមុខគឺមួយគ្រាប់សម្រាប់រុក្ខជាតិ8មុខក៏បានប្រែក្លាយជាថ្នាំ8គ្រាប់ខណៈពេលនោះដែរលីងអឺក៏បានដឹងថាចៅហ្វាំងមិនត្រឹមតែមានអំណាចខ្លាំងប៉ុណ្ណោះទេគេគឺជាមនុស្សអស្ចារ្យនិងសង្ហាទៀតផងនៅពេលនោះឆ្នាំងវេទមន្តមួយនោះស្រាប់តែមានប្រតិកម្មក៏ព្រោះតែថ្នាំទាំងអស់ក៏បានរួមបញ្ចូលគ្នាយ៉ាងសាហាវហើយវាពិតជាពិបាកនៅក្នុងការទប់ទល់ខណៈពេលនោះដែរចៅហ្វាំងក៏បានប្រើនៅកម្លាំងធាតុរបស់គេបន្ថែមទៀតក៏ប៉ុន្តែឆ្នាំងវេទមន្តមួយនេះនៅតែប្រតិកម្មដដែលហើយចៅហ្វាំងក៏បានប្រើនៅធម្មពលរបស់គេបន្ថែមទៀតក៏បានធ្វើឲ្យក្របថ្នាំទាំងអស់បូករួមបញ្ចូលគ្នាតែមួយឃើញបែបនេះឆ្មាសែងនេះពិតជាបារម្ភទៅកាន់ចៅហ្វាំងពិតមែនខណៈពេលដែលចៅហ្វាំងប្រើនៅធម្មពលមួយទំហឹងនោះឆ្នាំងវេទមន្តមួយនោះវាក៏បានប្រតិកម្មខ្លាំងទៅមួយសន្ទុះក្រោយមកការចម្រាញ់ថ្នាំរបស់គេក៏បានឈានដល់ការបញ្ចប់នៅពេលដែលចៅហ្វាំងប្រើនៅកម្លាំងធម្មពលចុងក្រោយធម្មពលនៃឆ្នាំងវេទមន្តនោះក៏បានផ្ទុះឡើងបឹងក៏បានធ្វើឲ្យឆ្មាស្នែងនេះឡើងប៉ើងសម្រាប់ពេលនេះដែរថ្ងៃក៏បានជិតលិចទៅហើយចៅហ្វាំងគេនៅតែមិនទាន់ស្លោថ្នាំរួចរាល់ទៀតក៏លេចទៅមើលឆ្នាំងវេទមន្តមួយនោះក៏បានបញ្ចេញនៅពន្លឺ7ពណ៌ខណៈពេលនោះដែរលីងអឺក៏បានដឹងថាចៅហ្វាំងកំពុងតែចម្រាញ់ថ្នាំវេទមន្តដែលមានកម្រិតទី5ទីបំផុតថ្នាំវេទមន្តមួយនោះក៏បានបញ្ចេញរូបរាងរបស់វាមកវាក៏បានហោះចេញពីក្នុងឆ្នាំងចៅហ្វាំងឃើញបែបនេះមិនចាំយូរនោះទេក៏បានសម្រាប់ខ្លួនទៅចាប់ថ្នាំមួយនោះផ្លែតនៅពេលនេះចៅហ្វាំងក៏បានដឹងថាថ្នាំវេទមន្តនៃកម្រិតទី5គឺមានរូបរាង7ពណ៌ហើយលីងអឺនេះវិញក៏បានសរសើរទៅកាន់ចៅហ្វាំងវាពិតជាអស្ចារ្យណាស់ដែលចៅហ្វាំងអាចបង្កើតនៅថ្នាំកម្រិតទី5បានហើយលីងអឺក៏បានធ្វើភ្នែកមកទៅកាន់ចៅហ្វាំងទៅវិញហើយគេលងស្នេហ៍ចៅហ្វាំងអញ្ចឹងណាហើយចៅហ្វាំងក៏បាននិយាយថារឿងទាំងនេះវាគ្រាន់តែជាវិធីសាស្ត្រដែលគេធ្លាប់ដឹងពីមុននោះទេហើយបើសិនជាលីងអឺចង់បានថ្នាំទាំងនេះចៅហ្វាំងនឹងធ្វើឲ្យលីងអឺរាប់រយគ្រាប់ក៏បានឲ្យលីងអឺញ៉ាំលេងដូចជាស្គរគ្រាប់អញ្ចឹងហើយលីងអឺក៏បាននិយាយថាចៅហ្វាំងគឺជាមនុស្សអស្ចារ្យតែតើជាមួយនឹងគ្រាប់ថ្នាំទឹកនៃកម្រិតទី5វាពិតជាកម្រមាននរណាម្នាក់អាចចម្រាញ់នៅថ្នាំមួយនេះបានដូច្នេះហើយឲ្យនាងយកមកញ៉ាំលេងមិននឹងកើតសម្រាប់ចៅហ្វាំងគេមិននិយាយលេងនោះទេនៅពេលដែលគេព្យាបាលខ្លួនរបស់គេរួចគេនឹងចម្រាញ់ថ្នាំទាំងនេះឲ្យលីងអឺមែនតែននៅពេលដែលចៅហ្វាំងរៀបនឹងដើរចាក់ចេញទៅលីងអឺក៏ចង់ប្រាប់នៅរឿងដ៏សំខាន់មួយទៅកាន់ចៅហ្វាំងព្រោះគេក៏បានដឹងថាក៏មានព្រឹត្តិការណ៍ជាច្រើនអ្នកត្រូវបានគេបំពុលដោយមិនដឹងពីមូលហេតុហើយវាត្រូវការថ្នាំកម្រិតទី4ដើម្បីព្យាបាលពួកគាត់តែទៅជាមួយនឹងព្រឹត្តិការណ៍ជុសុនគាត់ក៏បានត្រូវរបួសយ៉ាងធ្ងន់ធ្ងរនៅពេលដែលគាត់ប្រយុទ្ធជាមួយនឹងបិសាចបុរាណហើយគាត់មិនអាចចម្រាញ់នៅថ្នាំកម្រិតទី4បាននោះទេដូច្នេះហើយនាងក៏បានសុំអង្វរទៅកាន់ចៅហ្វាំងឲ្យចៅហ្វាំងជួយនៅព្រឹត្តិការណ៍ទាំងអស់នោះផងតែទៅជាមួយនឹងសារធាតុពុលទាំងនេះចៅហ្វាំងក៏បានដឹងមកថាមានតែនៅក្នុងព្រៃអាប់តែប៉ុណ្ណោះហើយចៅហ្វាំងគេពិតជាឆ្ងល់ខ្លាំងមែនទែនតើព្រឹត្តិការណ៍ទាំងនោះត្រូវបានបំពុលដោយរបៀបណាច្បាស់ជាពួកគាត់ធ្វើដំណើរទៅព្រៃអាប់ទាំងនោះមានបំណងអ្វីហើយមើលទៅហើយលីងអឺក៏បាននិយាយថារឿងទាំងអស់នេះក៏បានកាត់ឡើងគឺដោយសារចៅយៀនចុងនោះទេដោយសារតែព្រឹត្តិការណ៍មិននៅទីនេះរយៈពេលប៉ុន្មានថ្ងៃចៅយៀនចុងក៏បានឆ្លៀតឱកាសនេះបង្កើតនៅរឿងទាំងអស់ឡើងមកហើយគេក៏បានបោកប្រាស់នៅព្រឹត្តិការណ៍ទាំងអស់លក់នៅថ្នាំវេទមន្តហើយថ្នាំវេទមន្តមួយនេះគឺជាថ្នាំនៃការស្ដារថ្នាំពលឡើងមកវិញក៏ព្រោះតែព្រឹត្តិការណ៍ទាំងអស់គាត់បានចូលទៅក្នុងព្រៃអាប់ហើយគាត់ក៏បានប្រើនៅថ្នាំពលនៅក្នុងខ្លួនរបស់គាត់ដោះស្រាយឧបសគ្គនៅក្នុងព្រៃអាប់ទាំងនោះគ្រាន់តែលើឈ្មោះចៅយៀនចុងភ្លាមចៅហ្វាំងពិតជាខឹងខ្លាំងមែនទែនហើយលីងអឺគេមិនដឹងថាចៅហ្វាំងស្គាល់ចៅយៀនចុងនោះទេសម្រាប់ចៅយៀនចុងចៅហ្វាំងក៏បានស្គាល់តាំងពីយូរមកហើយគឺដោយសារឪពុករបស់គេក៏បានសម្លាប់ឪពុករបស់ចៅហ្វាំងគ្រាន់តែលើបែបនេះលីងអឺក៏បានភ្ញាក់ផ្អើលសុំទោសទៅកាន់ចៅហ្វាំងដែលគេសួររឿងបែបនេះសម្រាប់ចៅហ្វាំងគេមិនប្រកាន់ទៅលីងអឺនោះទេរឿងទាំងនេះគឺជាអំពើអាក្រក់របស់ចៅយៀនចុងតែម្នាក់គត់ហើយចំពោះចៅហ្វាំងវិញគេមិនចង់ឲ្យអ្នកណាដឹងនៅក្នុងការចម្រាញ់ថ្នាំរបស់គេឡើយដូច្នេះហើយឲ្យលីងអឺជួយលាក់បាំងផងខណៈពេលនោះដែរចៅហ្វាំងក៏បានដឹកដៃលីងអឺដើរទៅដើម្បីទៅព្យាបាលព្រឹត្តិការណ៍ទាំងអស់ដែលត្រូវជាតិពុលហើយគេនឹងនិយាយបកអាក្រាតពីចៅយៀនចុងទាំងអស់កុំឲ្យមនុស្សល្អៗជាច្រើនចេញបោកនៅអំពើអាក្រក់របស់ចៅយៀនចុងនៅពេលដែលចៅហ្វាំងកាន់ដៃរបស់លីងអឺពិតជាមានក្តីសុខខ្លាំងមែនទែនគេក៏បានគិតថានេះប្រហែលជាក្តីស្រឡាញ់ដែលចៅហ្វាំងមានចំពោះគេហើយមើលទៅស្រឡាញ់គេម្នាក់ឯងសែនពិបាកអ្នកណាខ្លះយល់អារម្មណ៍មួយនេះហើយសាច់រឿងរបស់យើងក៏បានចប់នៅត្រង់ចំណុចនេះដែរសូមរងចាំទស្សនានៅភាគបន្តទៀតអរគុណអ្នកទាំងអស់គ្នាបាយបាយ